ចរំឡើងនៅក្នុងភាគទី1នេះជាមួយនឹងសិស្សនៅក្នុងថ្នាក់ប្រមាណអ្នកដែលពួកគេកំពុងតែមានការភ័យសន្ស្លោបន្តិចមានទាំងអ្នកខ្លះអុជធូបបន់ស្រន់តាមទៀតសង្ឃឹមថាពួកគេនឹងអាចនឹងដាស់ព្យានៅទេពកោសលកម្រិត A ទៅចោះហើយអ្នកខ្លះទៀតក៏បាននិយាយផងដែរថាការដាស់ព្យានៅទេពកោសលកម្រិត A នេះគឺពិតជាកម្រខ្លាំងណាស់1000នាក់គឺស្ទើរតែគ្មានម្នាក់ផងហើយអ្នកខ្លះទៀតក៏បាននិយាយផងដែរថាមានព្រឹត្តិការណ៍ដែលមកពីអាណាចក្រខាងលើហ្នឹងគឺបានដាស់ព្យានៅទេពកោសលកម្រិត S ឬក៏ rank S ដូច្នេះហើយទើបសាលាក្បាច់គុនឈីងក៏បានទទួលគាត់ទៅចូលរៀនក្នុងសាលាដោយផ្ទាល់ផងដែរមកទល់តែបច្ចុប្បន្ននេះអំណាចធម៌ពលរបស់គាត់គឺស្ថិតនៅក្នុងដែនបិសាចកម្រិតទី1ឯណោះហើយគាត់ក៏ទទួលបាននៅប្រាក់ខែរាប់លានផងដែរងាកមកខាងសិស្សប្រុសនៅខាងក្រោយនេះបន្តិចដែលគេគឺកំពុងតែរៀងពិបាកចិត្តតាក់ទងជាមួយនឹងវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសាររបស់គេបើទោះបីជាលក់ផ្ទះរបស់គេដែលនៅផ្ទាល់នឹងក៏មិនគ្រប់គ្រាន់ដែរហើយជំរឿរបស់គេតែមួយគាត់គឺត្រូវតែចូលទៅកាន់ច្រកទ្វារបិសាចដែលឈ្មោះរបស់គេគឺចាងស៊ឺគេគឺបានមកដល់ក្នុងពិភពលោកនេះកាលពីរយៈពេល10ឆ្នាំមុនហើយត្រូវបានគ្រួសារមួយយកគេមកចិញ្ចឹមសិនបើគ្មានពួកគេទេច្បាស់ណាស់ចាងស៊ឺគេនឹងមិនអាចរស់នៅក្នុងពិភពលោកនេះបានឡើយប៉ុន្តែបន្ទាប់ពីប៉ុន្មានឆ្នាំក្រោយមកវាស្រាប់តែលេចចេញនៅច្រកទ្វារបិសាចនាំយកនៅពពួកបិសាចជាច្រើនមកអុកលុកបំផ្លិចបំផ្លាញនៅក្នុងទីក្រុងទៅចង់ការពារគេព្រមជាមួយនឹងប្អូនស្រីចិញ្ចឹមរបស់គេឪពុកម្ដាយចិញ្ចឹមរបស់គេក៏សុខចិត្តលះបង់ជីវិតឲ្យបិសាចទាំងនោះសម្លាប់គាត់ធ្វើឱកាសឲ្យគេនិងប្អូនស្រីរបស់គេរត់ឆាកចេញពីទីនោះហើយចំពោះអាវុធទាំងអស់គឺមិនអាចធ្វើអ្វីចំពោះពួកបិសាចទាំងអស់នោះបានឡើយប៉ុន្តែមានពេលមួយនោះលោកក៏បានដឹងថាបើទោះបីជាអាវុធធម្មតាមិនអាចធ្វើឲ្យពួកបិសាចបានក៏ដោយប៉ុន្តែបន្ទាប់ពីច្រកទ្វារបិសាចបានលេចវត្តមាននៅក្នុងទីក្រុងមនុស្សទាំងអស់ភាគច្រើនគឺសុទ្ធសឹងតែមានអំណាចធម្មពលផ្សេងៗដែលអាចទប់ទល់ជាមួយនឹងពួកបិសាចបានដូច្នេះហើយគេក៏បានបង្កើតនៅអង្គការនៃដែនវេទមន្តបញ្ជូននៅមនុស្សដែលមានទេពកោសល្យទាំងអស់ចូលទៅកាន់ច្រកទ្វារបិសាចដើម្បីសម្លាប់ពួកបិសាចនៅទីនោះក៏ដូចជាបិទនៅច្រកទ្វារបិសាចផ្សេងៗរីឯសហគមន៍នៃដែនបិសាចវិញគឺត្រូវបែងចែកទៅជា5ក្រុមខ្លាំងៗពី1រហូតដល់5ភាគច្រើនគឺត្រូវប្រឈមមុខជាមួយនឹងពួកបិសាចវេទមន្តកម្រិតខ្ពស់ហើយជាធម្មតាមានតែអំណាចនៃបិសាចវេទមន្តកម្រិតទី5តែប៉ុណ្ណោះដែលអាចសម្លាប់មនុស្សបានចំពោះការដាស់ភ្ញាក់នៅទេពកោសល្យគឺចាស់ចេញទៅជា7កម្រិតពី rank D រហូតទៅដល់ rank S3 កម្រិតកាន់តែខ្ពស់សមត្ថភាពនិងធម៌ពលក៏កាន់តែខ្លាំងអាចសម្លាប់នៅសត្វបិសាចបានកាន់តែច្រើនហើយមានតែអ្នកដែលដាស់ភ្ញាក់នៅទេពកោសល្យកម្រិត A តែប៉ុណ្ណោះទើបអាចឆ្លងកាត់ទៅនឹងការវិតម្លៃរបស់អ្នកជំនាញកម្រិតដំបូងបានគេនិយាយបានតែប៉ុណ្្នេះមើលទៅនាឡិការបស់គេនឹងនិយាយថាគេគឺបានជិតម៉ោងហើយបញ្ញាវិទ្យាវ៉ាន់ដើម្បីត្រឡប់ទៅផ្ទះវិញហើយក៏និយាយបន្ថែមទៀតផងដែរថាគេគួរតែស្វែងយល់អំពីទេពកោសល្យកម្រិត A នេះឲ្យកាន់តែច្បាស់ដើម្បីឲ្យប្រឡងជាប់ការមកដល់ពេលដែលគេត្រឡប់មកដល់ផ្ទះវិញជួបជាមួយប្អូនស្រីរបស់គេកាន់នៅអាហារមួយចានដែលជាផ្លូវមន់ថែមខ្ជុងនឹងនាងក៏បញ្ញាបោះស្រាយប្រាប់បងប្រុសរបស់នាងភ្លាមថាដោយសារថ្ងៃនេះគឺជាថ្ងៃគូកំណើត18ឆ្នាំរបស់គេក៏ជាថ្ងៃដែលគេត្រូវចូលទៅកាន់អាណាចក្របិសាចហើយនឹងដាស់ភ្ញាក់នៅទេពកោសល្យដំបូងផងដែរដូច្នេះហើយនាងគឺចង់ចម្អិននៅផ្លូវមន់ជូនទៅដល់គេប៉ុន្តែនាងច្រឡំថែមខ្ជុំបន្តិចហើយឃើញអំពីទឹកចិត្តរបស់ប្អូនស្រីគេបែបនេះគេក៏បានប្រាប់ប្អូនស្រីរបស់គេកុំឲ្យធ្វើបែបនេះទៀតព្រោះរាងកាយរបស់នាងទន់ខ្សោយខ្លាំងណាស់នាងគ្រាន់តែព្យាយាមសិក្សារៀនសូត្រឲ្យបានកាន់តែច្រើនទៅនោះគឺគេសប្បាយចិត្តណាស់ទៅហើយដូចហើយយើងក៏បានឃើញថាពីរអ្នកបងប្អូននេះបានដណ្ដើមនៅផ្លូវមន់ដែលថែមខ្ជុំនឹងពេញផ្ទះតែម្ដងដែលមើលទៅក៏ដូចជាសប្បាយរីករាយខ្លាំងណាស់ដែលជីវិតមានបងប្អូននៅជាមួយបែបនេះកាត់មកដល់ពេលបន្តទៀតដោយពេលនេះប្អូនស្រីរបស់គេត្រូវធ្វើដំណើរទៅកាន់ផ្ទះមិត្តភ័ក្តិរបស់នាងធ្វើកិច្ចការសាលាផ្ដាំមកកាន់បងប្រុសរបស់នាងផងដែរថាឲ្យគេចែកមើលថាសុខភាពខ្លួនឯងផងនៅពេលដែលចូលទៅកាន់អាណាចក្របិសាចចាងស៊ឺគេក៏មានតែឆ្លើយយល់ព្រមជាមួយនឹងប្អូនស្រីរបស់គេនឹងបានផ្ដាំប្រាប់ប្អូនស្រីរបស់គេឲ្យត្រូវតែត្រឡប់មកកាន់ផ្ទះវិញមុនម៉ោង9កន្លះបន្ទាប់ពីប្អូនស្រីរបស់គេបានទៅបាត់គេក៏បានមើលនាឡិការបស់គេនឹងបានដឹងថាវាគឺដល់ពេលដែលត្រូវចូលទៅកាន់អាណាចក្របិសាចហើយមុននឹងចូលទៅខាងក្នុងគេក៏គិតផងដែរថាតើវាគឺជាកិត្តិយសឬមួយក៏ជាភ័យម៉ាស់ឲ្យប្រកបទៅរួចគេក៏បានចុចនៅបេតុងដោយបែបនេះវាក៏បានបញ្ចេញថាពលអ្វីមួយស្រុបគេទៅកាន់ទីតាំងមួយដោយបានជួបជាមួយនឹងកញ្ញាតូច system ណែនាំខ្លួនឯងទៅកាន់ចាងស៊ឺប្រាប់ចាងស៊ឺថានាងគឺជាអ្នកណែនាំរបស់គេចំពោះចាងស៊ឺវិញគេក៏បានដឹងថានេះគឺជាទីតាំងដែលកំណត់នឹងបង្កើតឡើងចំពោះអ្នកដែលដាស់ភ្ញាក់នៅទេពកោសល្យថ្មីថ្មោងមិនចាំយូរ system តូចក៏បានប្រាប់ឲ្យចាងស៊ឺកំណត់នៅឈ្មោះរបស់គេក៏ដូចជាសម្លៀកបំពាក់របស់គេមុនពេលដែលចូលទៅកាន់អាណាចក្របិសាចចាងស៊ឺគេក៏បានគិតផងដែរថានៅក្នុងអាណាចក្របិសាចគឺពុះពេញទៅដោយគ្រោះថ្នាក់ដូច្នេះហើយគេគឺគួរតែនឹងបាត់បង់ពីអត្តសញ្ញាណរបស់គេបន្ទាប់ពីកំណត់រួចហើយ system តូចនឹងក៏បានបញ្ចេញនៅសម្លៀកបំពាក់ក៏ដូចជារៀបចំឈ្មោះមកកាន់គេអញ្ចឹងហើយយើងក៏បានឃើញនៅសម្លៀកបំពាក់ខ្មៅក្រឹបក៏ដូចជាមានអាវផាយពីខាងក្រោយផងដែរហើយចំពោះឈ្មោះថ្មីរបស់គេវិញគឺរក្សាសារដែលបកជាអង់គ្លេសនឹងឯងប៉ុន្តែបើបកជា
ខ្មែររាញ៉េញ៉ៃនឹងអត់សូវជាសមស្របប្រមាណនោះទេដូច្នេះ admin សំហៅទួយប្រាប់របស់យើងថាចាងស៊ឺដែលឈ្មោះពិតហ្មងទៅកុំឲ្យវាញ៉េញ៉ៃក៏ដូចជាអត់សូវយល់បន្ទាប់មក system ទៅក៏បានបញ្ចេញនៅបាល់ crystal ប្រាប់មកការចាងស៊ឺថាឲ្យគេដាក់ដៃមកលើបាល់គ្រីស្តាល់នឹងដើម្បីវាស់ពីកម្រិតនៃទេពកោសល្យរបស់គេលើចឹងភ្លាមចាងស៊ឺក៏បញ្ញាប់ដាក់ដៃទៅលើវានឹងបានទន្ទិញនៅពាក្យថាគេត្រូវតែបាននៅកម្រិតទេពកោសល្យកម្រិត A ឲ្យតតែបាន AA នឹងឯងចំណែកបាល់គ្រីស្តាល់មួយនឹងវាក៏បានបញ្ចេញនៅចំហាយពន្លឺធម្មពលយ៉ាងខ្លាំងបានតែបន្តិចបែរជាបាត់ទៅវិញធ្វើឲ្យចាងស៊ឺឆ្ងល់តែម្ដងចំណែកឯ system ទៅវិញបន្ទាប់ពីឃើញបែបនេះនាងក៏បានបញ្ចេញនៅទឹកមុខដ៏ស្រឡាំងកាំងធ្វើឲ្យចាងស៊ឺភ័យបុកពោះឲ្យមិនស្ទើរទេជាយាមសួរមកកាន់ system តូចនឹងថាតើកម្រិតទេពកោសល្យរបស់គេស្ថិតនៅកម្រិតមួយណាទៅបានតែបន្តិចកញ្ញា system តូចនឹងក៏បានប្រាប់ចាងស៊ឺថាកម្រិតទេពកោសល្យរបស់គេគឺ rank S3 គ្រាន់តែឮថា rank S3 ភ្លាមក៏បានធ្វើឲ្យចាងស៊ឺភ័យបុកពោះមិនស្ទើរនោះទេថែមទាំងភ័យផងស្លន់ផងមិនដឹងនោះទេតែសាច់រឿងភាគទី1របស់យើងក៏ត្រូវបានបញ្ចប់នៅត្រឹមនេះចាប់ផ្ដើមឡើងនៅក្នុងភាគទី2នេះជាមួយនឹងចាងស៊ឺកំពុងតែស្លន់ជាមួយនឹងកម្រិតទេពកោសល្យរបស់គេវាបែរជា rank S3 system តូចក៏បាននិយាយផងដែរថាកម្រិត rank S3 នេះគឺមានតែនៅក្នុងរឿងព្រេងនិទានតែប៉ុណ្ណោះនៅលើโลกនេះស្ទើរតែគ្មាននោះឡើយចាងស៊ឺអស់ពីស្លន់គេក៏គិតវិញថាចំពោះ rank S1 គឺបានរៀននៅក្នុងសាលាដ៏ល្បីល្បាញនិងខ្លាំងក្លាទៅហើយចោះទំព្រមតែ rank S3 ទៀតមិនដឹងជាយ៉ាងណារួចហើយ system តូចក៏បានប្រាប់ចាងស៊ឺឲ្យបានដឹងថានៅខាងមុខគេនឹងគឺជាប្រព័ន្ធ system ដែលបានពណ៌នាអំពីទេពកោសល្យរបស់គេអញ្ចឹងហើយគេគឺអាចទាញវាយកមកពិនិត្យមើលបានបន្ទាប់ពីពិនិត្យមើលអំពីព័ត៌មាននៃទេពកោសល្យរបស់គេក៏ដូចជាជំនាញរបស់គេហើយចាងស៊ឺក៏មានការភ្ញាក់ផ្អើលមកតង់ទៀតក៏ព្រោះតែគេមិនត្រឹមតែអាចសម្លាប់បិសាចបាននោះទេគេថែមទាំងអាចក៏ហៅបិសាចមកធ្វើជាកូនចៅរបស់គេបានថែមទៀតគេក៏គិតថងដែរថាគេក៏ប្រហែលជាអាចទាំងបង្កើតនៅកងទ័ពបិសាចនិងគ្រប់គ្រងកងទ័ពបិសាចដើម្បីចេញទៅសម្លាប់បិសាចបានគិតបណ្ដាសប្បាយចិត្តបណ្ដាលបងចាងស៊ឺយើងនេះមិនត្រឹមតែប៉ុណ្ណឹងនោះទេនៅក្នុងនោះក៏បញ្ជាក់ផងដែរថាកម្លាំងផ្លូវចិត្តរបស់ចាងស៊ឺខ្លាំងជាងមនុស្សធម្មតារាប់ដងទៅទៀតបន្តមកទៀតមីអូនតូច system នឹងក៏បានប្រាប់ការយ៉ាងថាពេលនេះគេគឺអាចចូលទៅកាន់អាណាចក្របិសាចជាផ្លូវការហើយប្រាប់មកកាន់ចាងស៊ឺឬហើយនាងក៏បានបាត់ខ្លួនភ្លាមបញ្ជូនចាងស៊ឺមកកាន់អាណាចក្របិសាចដែលមានមនុស្សជាច្រើននៅទីនោះផងដែររួចយើងក៏បានឃើញគ្រូ2នាក់ដែលពួកគាត់នឹងគឺមកពីការិយាល័យគ្រប់គ្រងទទួលខុសត្រូវនៅទីនេះដើម្បីផ្ដល់នៅព័ត៌មានក៏ដូចជាចំណេះដឹងទៅដល់ពួកគេដើម្បីចូលទៅកាន់អាណាចក្របិសាចងាកមកខាងចាងស៊ឺយើងវិញមកដល់ភ្លាមនឹងអាប៉ែនឹងរៀងធូរចិត្តបន្តិចក៏ព្រោះតែអ្នកដែលត្រូវចូលទៅកាន់អាណាចក្របិសាចគឺមិនមែនតែគេម្នាក់ក៏ដូចជាមនុស្សតិចនៅណាគឺឡើងច្រើននៅម្ខាងនោះវិញជាមួយនឹងអាប៉ែម្នាក់ដែលកំពុងតែសប្បាយចិត្តជាមួយនឹងកម្រិតទេពកោសល្យរបស់គេដែលជា rank A ឈ្មោះរបស់គេគឺតាលីដោយបន្ទាប់ពីដឹងថាមួយនឹងកម្រិតទេពកោសល្យ rank A ហើយក៏បានធ្វើឲ្យអ្នកគ្រប់គ្នាចំណែនជាមួយនឹងគេជាខ្លាំងអ្នកខ្លះទៀតអន់ចិត្តអ្នកខ្លះយំសោកបោកខ្លួនជាមួយនឹងកម្រិតទេពកោសល្យរបស់ខ្លួនឯងដែលបានកម្រិត D កម្រិត B ក៏ដូចជាកម្រិតទាបជាងនេះដែលឃើញពួកគេដូចជារៀងញ៉ៃញ៉ៃអញ្ចឹងហើយលោកគ្រូប្រុសម្នាក់នោះគាត់ក៏បានប្រាប់ឲ្យអ្នកគ្រប់គ្នាតម្រង់ជួរទៅដើម្បីទទួលអាវុធដែលពួកគាត់នឹងត្រៀមចែកមកកាន់ពួកគេរួចហើយគាត់ក៏បានផ្ដាំមកកាន់អ្នកដែលត្រូវចូលទៅអាណាចក្របិសាចទាំងអស់គ្នាថានៅក្នុងអាណាចក្របិសាចមិនមែនជាល្បែងនោះទេវាគឺជាការចូលដើម្បីប្រមាញ់បិសាចបើមិនជាបានស្លាប់នៅទីនោះច្បាស់ណាស់នឹងអាចស្លាប់ពិតប្រាកដគាត់ប្រាប់ពួកគេបែបនេះដោយសារតែគាត់បានឃើញអ្នកខ្លះដែលមកកាន់អាណាចក្របិសាចនេះដូចជារៀងលេងសាច់ជ្រុលពេកគាត់ក៏បានប្រាប់ពួកគេបន្ថែមទៀតផងដែរថានៅទីនេះគ្មានច្បាប់នោះទេអញ្ចឹងហើយអ្វីដែលត្រូវប្រយ័ត្នមិនត្រឹមតែជាសត្វបិសាចប៉ុណ្ណោះនោះទេថែមទាំងជាមនុស្សគ្នាឯងទៀតផងព្រោះវាគឺជាសមរភូមិហើយដើម្បីសុវត្ថិភាពដាច់ខាតកុំទុកចិត្តនរណាម្នាក់ដោយងាយពេករួចអ្នកគ្រូក៏បានប្រាប់ពួកគេបន្ថែមទៀតថាបើសិនជាពួកគេចង់ត្រឡប់មកវិញពួកគេគ្រាន់តែប្រគល់នៅអាសនៈមកឲ្យពួកគាត់វិញមកនោះពួកគេនឹង teleport ចេញមកខាងក្រៅដូច្នេះហើយពេលបន្ទាប់នេះគឺជាការចែកអាវុធទៅដល់អ្នករាល់គ្នារួចហើយក៏បានឈានមកដល់វេនតួឯប្រុសដែលជាចាងស៊ឺរបស់យើងដែលត្រូវទទួលអាវុធអ្នកគ្រូក៏បានប្រាប់មកកាន់ចាងស៊ឺឲ្យគេប្រាប់អំពីឈ្មោះក៏ដូចជាកម្រិតទេពកោសល្យរបស់គេដើម្បីឲ្យពួកគាត់ជួយរៀបចំនៅអាវុធដែលស័ក្តិសមទៅនឹងកម្រិតទេពកោសល្យរបស់គេចាងស៊ឺគេក៏បានគិតផងដែរថាគេគឺមិនអាចបង្ហាញពីសញ្ញាណទៅឲ្យអញ្ចឹងកម្រិតទេពកោសល្យរបស់គេក៏គួរតែមិនអាចបង្ហាញពិតប្រាកដដែរអញ្ចឹងហើយគេក៏បានប្រាប់អ្នកគ្រូថាកម្រិតទេពកោសល្យរបស់គេគឺ rank B ឬភ្លាមនឹងក៏ធ្វើឲ្យអាពីរអ្នកនៅខាងក្រៅនឹងឌៀមតាមផ្លេតតែម្ដងនិយាយចុះឡើងថាពួកគេនឹងគឺបានឮថាអ្នកដែលស្ថិតនៅក្នុងកម្រិតទេពកោសល្យនេះភាគច្រើនគឺត្រឡ
ลอบเติบเตี้ยวิ่งดำใบโรคกลางอยู่เวอร์ลูกครูกับบ้านซูหมอเกพังหน้าถ่าตาเกจังตัวบ้านอาบดเอาไว้จังให้จังซื้อกับบ้านพระกว่าถ่าไว้แต่เกจังบ้านคือจิตธนูหนังเองปรากฏธนูมาหอยจังซื้อปรับจังซื้อถ่าทวีตวัตแต่ธนูวีมันแมนเชียร์วดได้คลั่งคลาปตายวีคือเชียร์วดวิประหารจมง่ายจังไงจังให้เกยรักษาในสวัสดิภีประวเกบ้านอย่างช้าโดยโมสินตูถมก็มองผู้กวดถึงปีนี้นั่งกับบ้านชาวดเตอร์ดอนเนี่ยได้เตยโจตการน่าจะไม่ใช่ดูรอดเพื่อผู้กวดออกกำลังจีครั้งลูกครูกวดกับบ้านปราบหมกันเนี่ยครูทานเนี่ยได้เหม็นไตก็ซอกับรัฐปูปีเอล้างเตยคือมีไตประมาณเนี่ยไตปนอนในเหลืองนี้เงียบมาขานจ้างสื่อยังวิ่งได้ไปในเกกำปงแต่ฟักหัดบันทรูบนแต่เมื่อเตยโดยจุบันเตยก็ได้เอ็มติกโดยใช้ให้จ้างสื่อเกิดผ่องได้ทามเมื่อเตยกาเชื่อเรือบทดาจิตรูนี่มันงิสูโดยจิกาเกิดหน่วยเตะบันเนยแต่แบบนี้เตียดกิจบัตรจีมิครุธนะเนเปได้โจตกาน่าจะไม่ใส่เปิดประกอบไทยปลูเนตีนูคือจิตสมาภูมิกับจะเปิดประกอบมันเมียนอากาเลิกตีปีไล่ไฮเกก็มันตอนซาลบองก็หายเนยไปใส่ด้วยคณีจุ่มปูจุ่มนิ่งก็ไม่ก้นได้หรือบอกเกวิงก็มันต้นบานไกลลมอผ่องได้จังบันเนยแต่แบบนี้กาบันปลูอย่าว่าเกนึงเมียนได้จุ่มรานอันจังกิจบัตรจีไปบ้าในโครงการตบโตเนไปได้โจตกาน่าจะไปใส่บนโต๊ะมองเตียดเกกับบางไฮอย่างบ้านดังตรูอมปีซัดใบไซในขนมอาณาจักรใบไซดอยใบไซต้นไซรูปเรียงบววีม่อมมูดที่ประเภทใบไซกำนายในจวนที่มวยเนี่ยอาณาจักรใบไซกาcáchคลุนกปูไฮกาเปียเตียบใบไซอันดักลาวากาเปียปูสมบูรณ์บววีกระปันแต่ยืดจำนายไอเมทมในจวนที่มวยเนี่ยอาณาจักรใบไซวิ่งคือจะจ่อสมอลกาวิปราเนื้อระเบิดดอเลื่อนให้กปูแถมเตียดสติดสำหรับระบอบวิ่งคือจิกาวิปราร่วมคเนียจำนวนปรำดองตึกการก่อได้น้องเปจมุ่ยในคเนียในวีคือมีประสิทธิภาพแต่นังกาดดกระโดดจิกาโฮเชียมปีจนรุกรู้โดยซาแต่วีบรรทอปีกาบอสใส่ได้ให้ยังกับบ้านเคยปีเครื่องหนูเตอบ้านใบไซอันดักดินฝกาวิปรามาการปีนี้อันหนึ่งรถยางตนัดตนายปีหนึ่งเตอใบไซอันดักจัดการแต่ให้ผลแต่จ้างซื้อกับบ้านกุบปรุนแต่เตอกับบ้านใบไซอันดักบ่งไว้กาชักวารมมาการคลุ้นเกวิงเพื่อเอาใบไซอันดักเรียงจังมือบันติดได้จังจ้างซื้อกับบ้านใหญ่ดื้อดองมาการใบไซอันดักหนึ่ง5 เกสตาโอนกู้อ้อยสไลน์ชูแถมเตียแต่บ้านนี้ให้กับบ้านเธอใบไซอันดักหนึ่งมือจัดจิตคลังเด่นจัดการจ้างซื้อวิ่งมาดองจังให้จ้างซื้อเกี่ยวกับบ้านใบชอดใบไซอันดักหนึ่งตือดำบอลก้าเปียทั่วอ้อยใบไซอันดักหนึ่งรถบกดำบอลก้าเปียเตอระบูบีออเชียมหรือซอสไทยบันเจียก้าลอระบอจ้างซื้อจังจ้างซื้อกับบ้านบังไฮใบไซอันดักหนึ่งอ้อยสลับในหนึ่งกันไล่บนต่อปีใบไซอันดักบ้านงอบเตอเวียกับบ้านบังไฮในบ้านคริสตัลวิญญาณกำลังเทียบมวยกับพรวดแต่สัตว์ใบไซกระโดดจีใบไซเส้นได้ในขนมอาณาจักรใบไซในบนต่อปีเวียบ้านงอบเตอเวียนังบ้านบังไฮในบ้านคริสตัลวิญญาณดาวใจดอนให้เวียกายโดเตอจิประเตอตามกำลังเชื่อและระบอบเวียผ่องได้จมปัวจ้างซื้อเกกระเรียงอุบันติได้ซาแต่เวียหลุบ้านทอกนังพระจิอาจบ้านเริ่มตายมือพ่นยวนแต่ปนนอกปนใต้เวียก็ประสาพ่องได้คือประสาเฉียงขมิ้นหนังไอ้มันต้นดังถ่าจ้างซื้อเกนังเฟื่อไว้ตะเลวิญญาณใบไซอันดักนังแต่เตอเกก็หาใบไซอันดักนังโดยระเบียบนาพ่องใส่เรื่องในเบียที่ปีกระบบชอบในตรมนี้จับดำลังในขนมเพียที่ใบนี้จะไม่นังจ้างซื้อให้สิสตาปราบจ้างซื้อทานไปนี่เกกี่ไอ้ปราในเสียดกาก็หาสัตว์ใบไซบ้านให้กับพุทธเกเตียบแต่บ้านสำหรับสัตว์ใบไซอันดักลิงจังจ้างซื้อก็สบายชัดมันติงนังปัญญาปราในเสียดกาก็หาสัตว์ใบไซหนึ่งเล็กลังในสัตว์ใบไซอันดักล่าว่าการทำไมหมอกเพลียมนังสัตว์ใบไซอันดักนี่วีเรียงสโลดกับรู้แต่เฉียก้นใจหรือบ่จ้างซื้อแต่ให้ในไอ้เจ้ามาข้างวิ่งเชิงกับบ้านเคยท่าเมียนใบไซต้นไซกับปงแต่ทุกการวิปรามอกกันมารู้ใบเนี่ยโดยพวกเคนังคือมันได้ทบโตจมูกนังใบไซต้นไซบ้านนูเตเติมจมูกนังคณีผ่องได้นังก็สลับตายเมียนใบไซอันดักมองปีกังกรอยพวกเกเผยพวกเกการตัดสลองบันแทมเทียบบันไตมันติดกระมองคือกับบ้านสเกตเคยท่านในเลือกขนมอันดักกับสลับแต่เมียนมนุษย์เนี่ยเถื่อกีมีการเพียบเอาจากล่างหายเนี่ยเดลขนมอันดักนังก็มีโนนัชไงเตคือจะจ้างซื้อตัวไอ้เพราะระบายเชิงหนังไอเนี่ยตั้งใบในขังกราวนี่เองพวกเกคืออัดโยนเตโปรตายใบไซในขนมอันดักใบไซนี่คือฝึกการวิปราตะเลมนุษย์แต่งออกบันไตให้ใบบัญชีใบไซอันดักนูใบชีมันเฟื่อไว้ตะเลมนุษย์ได้เปียชุดขมาได้ชีจ้างซื้อนูโดยแบบนี้ให้กับบ้านเฟื่อพวกเกมีการจันแทนตะเลจ้างซื้อจากครั้งบันไตให้มันเนี่ยเครื่องฉลองใบเนี่ยได้เตยใบไซต้นไซไฟจำกระดาษมกเชี่ยมนังเกกับปราบกันเนี่ยเกท่ากบอยจันแทนตะเลมนุษย์เปียชุดขมาตะเลขนมดักนังไอจึงจัดการตะเลใบไซต้นไซซึ่งเส้นใต้รุ่ยให้จำเอาใบไซต้นไซโนจำกาเปียผู้เกต่างใบเนี่ยนอมเพลผู้เกโดจีเนี่ยตะเลขนมอันดับได้ยี่มันตอนชอบปีหมดซื้อเบอร์พองกับเตยมาได้กระดาษมกผลแทมเตียดปีใบไซต้นไซโนจังคณีเกกับบ้านปราบมวยนังสำนักเตยใบไซต้นไซตัวเกจินจัดการโหลดสตูแต่วิปราเลยใบไซต้นไซแต่ใบไซต้นไซใบจีไอเกจะยั้งหรอฮะถวยผู้เกพยับเอาจีคลังเป็นแต่ผู้เกก็ในแต่มีก็ได้สังคมจังปรักเนียท่าผู้เกเมียนใบเนี่ยแต่ใบไซต้นไซเมียนแต่มวยจังให้ผู้เกจะมาจ่ายจุดในใบไซต้นไซนังเชี่ยเฉียมคานใหญ่จับเพลียงกับ
ก็สลับแต่มีนขี้គ្នាបិសាចទុនសាយមកពីអ្នកទៀតអញ្ចឹងហើយលើកនេះគឺ3ស្មើតែម្ដងធ្វើឲ្យពួកគេលវិញមុខតែម្ដងចំណែកចាំងស៊ឺវិញគេអត់បានមកកាន់កន្លែង3នាក់ហ្នឹងនោះទេដោយគេជាអណ្ដាតរបស់គេនឹងហួសចេញពីកន្លែង3នាក់នឹងអត់ខ្វល់អង្គុយលើក្នុងអណ្ដាតមើលថ្ងៃលិចយ៉ាងស្រស់ស្អាតចំណែក3នាក់នោះវិញពួកគេក៏បានរត់គេចពីការវិប្រហាររបស់បិសាចទុនសាយនឹងមកដល់កន្លែងរបស់ចាំងស៊ឺហើយចាំងស៊ឺរៀងឆ្ងល់ដែរតែពួកគេនឹងរត់ពីអីនៅពេលដែលងាកទៅខាងក្រោយក៏ស្រាប់តែឃើញបិសាចទុនសាយ3ក្បាលដេញធ្វើការវិប្រហារ3នាក់ហ្នឹងអញ្ចឹងហើយធ្វើចាំងស៊ឺឡើងចង់ដាច់ផ្ងាក៏ព្យាយាមគេចពីការវិប្រហាររបស់បិសាចទុនសាយនឹងផងដែរប្រាប់បិសាចអណ្ដាតឲ្យប្រើកន្ទុយរបស់វាចាត់ការទៅកាន់បិសាចទុនសាយនោះទៀតគ្មានសល់តែមិនមែនងាយស្រួលចាត់ការបែបហ្នឹងនោះទេបិសាចទុនសាយទាំង3ក៏បានសម្រុកចូលមកវិប្រហារលើបិសាចអណ្ដាតព្រមគ្នាទាំង3តែម្ដងធ្វើឲ្យត្រូវពេញទៅលើបិសាចអណ្ដាតព្រោះតែបិសាចអណ្ដាតការកិច្ចរបស់វាគឺយឺតខ្លាំងណាស់ប៉ុន្តែគ្រាន់តែការពារគឺរឿងមាំជាខ្លាំងប៉ុន្តែបើទោះជារឿងមាំបើនៅតែទុកបែបនេះទៀតច្បាស់ណាស់បិសាចអណ្ដាតវាច្បាស់ជានឹងងាប់ហើយគ្រោះថ្នាក់ដល់ចាំងស៊ឺជាមិនខានចឹងចាំងស៊ឺគេក៏មានតែព្យាយាមប្រើប្រាស់ធ្នូរបស់គេបាញ់វាប្រហារទៅកាន់បិសាចទុនសាយទាំងអស់នឹងដើម្បីជួយទប់ស្កាត់នៅបិសាចអណ្ដាតកុំឲ្យរងការវាប្រហារស្របពេលគ្នាទាំង3នឹងពេកទោះជាចាំងស៊ឺបាញ់ព្រួញត្រូវពួកវាទាំងអស់ក៏ដោយប៉ុន្តែមិនអាចចាត់ការវាទាំងងាយបាននោះទេចាំងស៊ឺក៏ព្យាយាមស្រ័យប្រាប់ឲ្យបិសាចអណ្ដាតធ្វើការវាប្រហារតបទៅវិញទៅឬមួយក៏បិសាចអណ្ដាតនឹងគេចង់ងាប់នៅទីនេះដោយទៅទឹមជួយនឹងភាពអាសន្នមួយនេះស្រាប់តែបិសាចអណ្ដាតវាឡើងដល់កម្រិតមួយទៀតធ្វើឲ្យវាមានកម្លាំងខ្លាំងក្លាធ្វើការវាប្រហារទៅកាន់បិសាចទុនសាយទាំងអស់នឹងឲ្យងាប់នៅនឹងកន្លែងទាំង3ភ្លាមតែម្ដងបញ្ចេញនៅបើគ្រីស្តាល់ព្រលឹងចឹងហើយចាំងស៊ឺគេក៏រៀងដកដង្ហើមធំបន្តិចព្រោះតែហត់ពេកបើទោះបីជាសភាពការនឹងស្ងាត់ក៏ដោយ System ក៏បានប្រាប់ចាំងស៊ឺថាគេអាចចម្លងនៅរូបរាងបិសាចទុនសាយក៏ដូចជាកម្លាំងរបស់វាបានក៏ព្រោះតែគេបានសម្លាប់បិសាចទុនសាយទាំងអស់ហ្នឹងហើយនិយាយបានថាពេលនេះចាំងស៊ឺគឺអាចធ្វើការកោះហៅនៅបិសាចទុនសាយបានចំនួន3ក្បាលបន្ទាប់ពីធ្វើការកោះហៅនៅបិសាចទុនសាយទាំង3ក្បាលហ្នឹងមករួចហើយចាំងស៊ឺគេក៏រៀងសរសើរផងដែរថាវាគឺពិតជាអស្ចារ្យអញ្ចឹងនៅពេលនេះគេគឺមានសត្វបិសាចដែលបានធ្វើការកោះហៅចំនួន4ក្បាលដែលការពារគេបានច្រើនជាងមុនបន្ទាប់មកទៀត System ក៏បានប្រាប់ចាំងស៊ឺថានៅពេលនេះគឺមានសារមួយដោយអ្នកដល់ព័ត៌មានបានប្រកាសឲ្យសិស្សទាំងអស់គ្នាធ្វើដំណើរទៅកាន់អាសនៈភ្លាមដើម្បីទទួលនៅព័ត៌មានដែលនឹងរៀបចំធ្វើការប្រកាសនៅពេលដែលសិស្សមកជុំគ្នានៅពេលដែលសិស្សទាំងអស់គ្នាធ្វើដំណើរទៅដល់កន្លែងអាសនៈជុំគ្នាហើយលោកគ្រូម្នាក់ទៀតគាត់ក៏បានសួរសុខទុក្ខអ្នកទាំងអស់គ្នាផងដែរនឹងបានប្រាប់អ្នកទាំងអស់គ្នាថានៅអាណាចក្របិសាចជាន់ទី1នេះប្រហែលជាសិស្សទាំងអស់គ្នាអាចធ្វើការទប់ទល់ជាមួយនឹងបិសាចទុនសាយក៏ដូចជាបិសាចអណ្ដាតបានប៉ុន្តែចំពោះមេធំនៅជាន់ទី1នេះនៃអាណាចក្របិសាចវាគឺមិនមែនអ្នកទាំងអស់គ្នាដែលជាអ្នកដែលទៅដាស់ភ្ញាក់នៅទេកន្សលនេះអាចចាត់ការបិសាចដែលជាមេធំនៅក្នុងនោះបានឡើយដូច្នេះហើយគាត់គឺបានអញ្ជើញនៅភ្ញៀវពិសេសមួយសម្រាប់ធ្វើការទប់ទល់ជាមួយនឹងមេធំនៅអាណាចក្របិសាចជាន់ទី1នេះដែលអំណាចថាមពលរបស់នាងស្ថិតនៅក្នុងដែនបិសាចនាងនឹងនាំពួកគេទាំងអស់គ្នាធ្វើការកម្ចាត់មេធំនៅជាន់ទី1នៃអាណាចក្របិសាចនេះដើម្បីបើកច្រកទ្វារជាន់ទី2រួចហើយកញ្ញាដ៏ស្រស់ស្អាតម្នាក់នឹងក៏បានណែនាំឈ្មោះថានាងឈ្មោះលាវយាអ៊ីឈ្មោះនៃដែនវេទមន្តរបស់នាងវិញគឺស្រមោលព្រះច័ន្ទគ្រាន់តែលើឈ្មោះរបស់នាងភ្លាមធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់នាងនៅបានលើឈ្មោះនាងនេះមានការភ្ញាក់ផ្អើលនិងយាយយើងបានដឹងផងដែរថានាងគឺជាសិស្សដែលបានដាស់ភ្ញាក់នៅទេកន្សលកាលពីឆ្នាំមុនដែលទេកន្សលរបស់នាងគឺរ៉េងអេណោះនាងក៏ជាអ្នកដែលបានណែនាំឲ្យចូលទៅរៀននៅក្នុងសាលាក្បាច់គុនឈីងផងដែរមិនត្រឹមតែប៉ុណ្ណោះនាងគឺមានសម្រស់ដ៏ស្រស់ស្អាតក៏ដូចជាសិស្សដែលមានទេពកោសល្យរបស់សាលាក្បាច់គុនឈីងទៀតផងរួចហើយកញ្ញាលាវយាអ៊ីងនឹងក៏បានប្រាប់អ្នកគ្រប់គ្នាថាកុំឲ្យអ្នកទាំងអស់គ្នានឹងមើលស្រាលទៅលើមេធំនៅជាន់ទី1នេះអីព្រោះមេធំនៅជាន់ទី1ដែលជាវិសាចចកស្រមោលនេះឯងចឹងនាងក៏បានប្រាប់ពួកគេបន្ថែមទៀតថាពួកគេទាំងអស់គ្នាបើចង់ជោគជ័យគេត្រូវតែស្ដាប់ទៅនឹងការបញ្ជារបស់នាងនិងការដឹកនាំរបស់នាងដាច់ខាតមិនអាចធ្វើអ្វីប្រេះផ្ដាស់ក្រៅពីបញ្ជារបស់នាងឡើយបន្តមកទៀតក៏មាន System បានលេចឡើងនៅចំពោះមុខសិស្សទាំងអស់គ្នាដែលជាការ invite អ្នកទាំងអស់គ្នាឲ្យចូលរួមក្រុមជាមួយនឹងនាងនោះឯងពួកគេក៏អត់ស្ទាក់ស្ទើរដែរចុចទទួលភ្លាមទាំងអស់គ្នាតែម្ដងចំពោះចាំងស៊ឺវិញបន្ទាប់ពីបានចូលក្រុមជាមួយនឹងនាងហើយគេក៏ព្យាយាមពិនិត្យមើលព័ត៌មានផ្សេងៗដែលទាក់ទងជាមួយនឹងនាងផងដែរប៉ុន្តែវាបានបិទបាំងតែទាំងអស់ហ្នឹងកាត់មកដល់ពេលដែលពួកគេបានធ្វើដំណើរចូលមកខាងក្នុងអាណាចក្របិសាចជាន់ទី1នឹងដើម្បីព្យាយាមស្វែងរកមេធំដែលជាបិសាចចកស្រមោលចាំងស៊ឺគេក៏គិតផងដែរថាគេមិនគួរបញ្ចេញនៅសមត្ថភាពនៃការកោះហៅសត្វបិសាចមកនោះទេព្រោះវាអាចនឹងបំភ័យទៅដល់អ្នកគ្រប់គ្នានិងមានការភ្ញាក់ផ្អើលដល់គ្រប់គ្នាជាមិនខានទន្ទឹមជាមួយនឹងគ្នាផងដែរនឹងក៏ស្រាប់តែលេចឡើងនៅបិសាចទុនសាយប្រមាណក្បាលព្រមជាមួយនឹងបិសាចអណ្ដាតសម្រុកចូលមកវាប្រហារលើអ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលក៏ដូចជាមានការផិតភ័យគួរសមដែរមិនចាំយូរកញ្ញាលាវយាអ៊ីងវិញនាងក៏បានប្រើប្រាស់នៅដែររបស់នាងបញ្ចេញតែប្រមាណស្នៀតប៉ុណ្ណោះចាត់ការទៅលើបិសាចទាំងនោះឲ្យងាប់នៅនឹងកន្លែងភ្លាមធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលបន្ថែមទៀតពីសមត្ថភាពដ៏អស្ចារ្យនៃអ្នកដែលស្ថិតនៅក្នុងកម្រិតទេពកោសល្យរ៉េងអេសដូចជានាង
โดยเคยพวกเกโชว์ในตรังแบบนี้เนียงกับปราบไอ้พวกเกกับเนื้อตรังไอชาปัญญาเพื่อดำนาแต่มงเตะตารีไอจ้างซื้อเวงเกเรียงใบเนื้อผลพันกระโปดปันแต่แมนคลายพวกไปใส่แต่งนั่งนูเตกตัวตัวเวงเกคล้ายทาเกนังมันอาจโยกในเมทมได้เจียใบใส่สมอจอนูหมกทั่วจีก้นใจหรือว่าเกดำใบทั่วกาก็หายบานลายผลตายมันตอนนั่งทาหนึ่งมีเรื่องไว้การล้างบันตอนเทียพองสายเรื่องในเพียตีใบหรือว่ายังกับตัวมาจับโดยนี้จับรำลางในขนมเพียตีบุญนี่ยังกับบ้านลือสมเลลูดอกกระอุ้กระอ้ปีสมนาใบใส่จะเจาะสรมอปีขังเลิกกำปูนกกระลือแต่ดอกเสือกรุบขณีพองได้เฟยเนี่ยคลาเป็นการไปคลายปันแต่เติมจุ่มมือขณีพองได้นั่งกระสับแต่เล็กล่างในชอตวีมวยก่อบังให้ล่างปีวัตมินในใบใส่จะเจาะสรมอปีขังขนมชอตวีมวยนู้กิญญาเหลียวเยี่ยอิงกับปรามเนี่ยกรุบขณีท่าแบบสันชิปูเกมจังสลับฉับแจงช่างไปที่นี่เตอร์ให้กลมเธอสกัมปีเอาไว้ทั้งออดอยมีการอนุญาตปีเนียงให้จุ่มปูกาหมอกดอยระบบใบใส่จะเจาะสรมอนี่เวียกับบันนอมหมอกจุ่มมือนั่งอับดอกกระพองได้เฟื่อยเนี่ยกรุบขณีเมื่อมันเคยนูเตแต่แบบนี้เนี่ยคลาก็มีการให้คลาจิคลังกับปลุกแต่บานลือในสำรับเชิงในใบใส่จะเจาะสรมอลกรบตื่นตีแต่ก็มีเนี่ยคลาตีปราบเอาเนี่ยได้มีการให้คลานั่งก็มอยมีการพริบรอมไอกับรถแต่เมียนเตที่ได้เฉียวยี่อิงในกระบายนี้ให้ชบาจีมันได้มีกรุดหนาหนุเตก็เนี่ยเหลียวยี่อิงวิ่งเนียงในแต่ชี้ยิ้มปร้องประหยัดสมังสมาร์ร้องจำเมื่อปีดำนาในใบใส่จะเจาะสรมอลโดยจิการุเพิ่งเตากระบายเนียงเป็ดแมนใบใส่จะเจาะสรมอลเวียสกอสำรอกหมอกวิประหาเลื่อนเนียงกระบาลเกิดพอดบันติดหนังปลาได้จะทำลูกหลุมปลาระบาเวียงบในหนังกันไล่อาจสำหรับบานดังงี้แบบนี้กระเทยเนี่ยครบคะแนนเป็นการพยาบาลจีคลังกับผู้แต่ปุเกบานเคยใบใส่จะเจาะสรมอลในจงวิ่งขลุ่นปลาระบาปุเกบันแต่สลับแต่กันยาเหลียวยี่อิงอาจจัดการเวียบานดังงี้นี่คือปัจจัยซาซอมจีนเนี่ยได้มีกำลังเตะกุศลแรงดอจ้าเปิดแม่ข้างช้างซื้อวิ่งเวียกับบานบางไฮในสัญญาณลิบบนลือล่างหมอกด้วยในซิสเต็มกับบ้านปรับช้างซื้อดังท่าการผดัดในบนลือบานเพื่อการวิประหารโดยปรุนเตลก็ได้ด้วยในการบันวิประหารโดยปรุนในมือหนึ่งตัวบานการบ่มพลายเทวดองระโหตดอการบันจิเลือกจงกรอยหนึ่งบังการการวิประหารกันแต่กลางบันโตข้างเหลียวเยี่ยอิงวิ่งกับบานปรับเนี่ยครบเนียท่าผู้เกกูแต่เมียนปีกันลือดำใบชุมเรียปีกมรัดดวผู้เกในมวยต้นเติมดังนี้พ่องได้ก็มีการเตี้ยตรงมาการกิญญาเหลียวเยี่ยอิงปีจวนที่ปรำในชรักเพียบิซาจังเนียงก็จะไล่ตอบตะเกวิ่งท่ามาได้นูเตเนียงเฟิร์มนาเตอการกำลังตีปีในจวนที่ปรำขนมชรักเพียบิซาโปรเนียงกรอนแต่หมอกเถื่อกาวิประหารเมทมในจวนที่มวยในชรักเพียบิซาสมรับสักทำไมผลนอข้างเนี่ยในจวนที่ปรำก็ตอบมาการเหลียวเยี่ยอิงเตี้ยท่าผู้เกคือร้องจำเนียงในจวนที่ปรำชาวเนียงเฟิร์มนาหมอกปลูกกำลังระบบเนียงคือสำคัญคลั่งนามันอาจอาวัตมินบานลายโดยให้ก็มีขมิ้นใส่เนี่ยแบบช้าซามเนียงโดยขี้ท่าบ้องใส่เหลียวเยี่ยอิงบ้องคือขัดคอมปรังปรายครั้งนาโดยชนะชมกู้แต่ปรารูวันแต่ไอ้บ้องชมนุ่นมือเลียนแบบมันโดยชนะเตะชมมันควบใบหนึ่งบ้องให้ย้ายจอนย้ายล่างในขนมขมเก้นั่งระเบียบท่าปอัพขี้เรื่องมีอ้นโตนั่งใหญ่แต่เรื่องลอยแต่ปนอให้ก็มีมนุษย์ใส่มาเนี่ยในขนมขมนูบานปรับเนี่ยกระบขี้ในขนมขมปรมชมนังเหลียวเยี่ยอิงท่ากลมนี้ขี้จรานที่ไอ้กับโปรแต่เลยแต่ปรังประหยัดไอ้กับผู้จึงนี่โปรแต่มินกาวิประหารลุชมาดอยสมงานการปีประมาณให้มันหนึ่งคือเมียนกรมมวยเตอร์บานหลุดวิประหารดอยสมงานโดยชนะกรมเตียงมูนูคือเตอร์บานบ่มพลายในใหญ่แบบพิษาจมุ่งหนึ่งกรมระบบเนียงในจวนที่ปรามรุ่ยให้กับบานปราบเนี่ยกระเพียนในที่นิท่าปัญญาบล่างเนี่ยตั้งอ้อขณีโจแต่การชอบทวีบันทอบเตอร์ไปปลูกแต่บันใต้เตียนนี่หนึ่งเมียนเมทมในจวนนี่หมอกบันต่อติดให้เนียงในใหญ่มันตอนพอดปีหมดสูตรบูทพองในบิกไรขนองระบบเนียงกระสับแต่ลีลางในจอดทวีมวยเตียนหนึ่งเจียในจมให้ปีกิดอย่างคลั่งคลาคือคลั่งเชียงใบซาจะจอดสมมาลอ่ะมันไม่ได้เนียงบันสำหรับแต่เตียดเฟยเนียงมีแก่พยาบาลจังคลั่งมันตอนดังไอ้พองกระสับแต่วัตมินในใบซาจะจอดสมมาลมีบ้าเตียดบันเล็กล่างแต่เลิกนี่คลั่งเชียมอนเตียดเวกเชียไม่ใบซากลุ่มรัดเวรจนเสือถึงอ้อขณีเคยแบบนี้ก็ได้ก็มันใส่มีแก่ให้คลายผมมาได้กับรู้แต่มีนกันยาเหลียวเยี่ยอิงในกลางเอาแต่กันยาเหลียวเยี่ยอิงกับปรับเนี่ยกรุ๊ปเนียท่าเอาปัญญาปลดจ้าเจงเลี้ยมเท่ากับรู้แต่ไม่ใบซาเลิกนี่กับรัดวอวีคือคลั่งเชียมอนไงนะเนียงกับปีบ้าในโครงการตบโตจงไม่นั่งวีพ้องได้ช่างฉับปัญญาดอทอยเตอร์ตัวไอ้นี่เรียงประโยชน์เป็นยิบเปลเอาเนี่ยแต่งออกนี้กรุ๊ปซ้ำเตินหนึ่งพิอาซอนแบบนี้ก็ได้เป็นแต่ระบองจ้างซื้อจะผู้เกกเรียงมีนแต่งอดเล็บวิ่งหายโปรประหารจีอาจมีนกาเอาเกตฝึกกาวิประหารหมกกันบิซาจะเจาะสมอลมือหนึ่งดำใบเฟอร์จีก้นใจระบอกเกในโครงการก็หายเงี้ยมาคางกันยาเหลียวเยี่ยอินวิ่งกับบานปนโยลอยอย่างบ้านนั่งท่าบิซาจะเจาะสมอลมือนี่กับระบอเวียให้ก่อกำลังระบอเวียนี่วิ่งคือสมาร์ตันนั่งบิซาจะเจาะสมอลธรรมดาปรามไอ้นอ
ដូច្នេះលើកនេះនាងក៏ពិបាកនៅក្នុងការដោះស្រាយជាមួយនឹងវាដែរបើនាងមិនព្យាយាមទប់ទល់ដើម្បីបញ្ជាពេលឲ្យសិស្សទាំងអស់គ្នារត់គេចនោះទេច្បាស់ជាមានគ្រោះថ្នាក់ទៅដល់សិស្សថ្មីទាំងអស់គ្នាជាពំខាននាងនិយាយមិនទាន់ផុតពីមាត់ស្រួលបួលផងក៏ស្រាប់តែបិសាចចោះស្រមោលនោះសម្រុកចូលមកវិប្រហាជាមួយនឹងល្បឿនដ៏លឿនរបស់វាទ្វេដងធ្វើឲ្យនាងមានការភ្ញាក់ផ្អើលបន្ថែមទៀតព្យាយាមគេចពីការវិប្រហារបស់វាស្ទើរតែមិនចង់ទាន់នាងក៏ព្យាយាមធ្វើការវិប្រហាតបតទៅវាវិញផងដែរប៉ុន្តែដូចជាមិនសូវស្គៀបស្បែកវាសោះគ្រាន់តែវាប្រហាឲ្យរបួសបន្តិចបន្តួចទៅលើវាតែប៉ុណ្ណោះផ្ទុយទៅវិញនៅពេលដែលវាធ្វើការវិប្រហាមកកាន់នាងគឺមិនដែលខុសគោលដៅសំបីម្ដងគេចចោលគេចឡើងនៅតែមិនអាចគេចផុតពីល្បឿនដ៏លឿនទ្វេដងរបស់វាបានដដែលឆឹងនាងក៏រងការវិប្រហាពីវាយ៉ាងដំណំធ្វើឲ្យ1%នៃឈាមរបស់នាងនឹងត្រូវបានបាត់បង់រៀងរាល់10វិនាទីម្ដងបើភាគរយឈាមរបស់នាងនៅតែបន្តធ្លាក់ចុះនាងនឹងត្រូវស្លាប់ជាមិនខានដូច្នេះហើយកញ្ញាលាវយាអ៊ីងនាងក៏គិតថានាងគួរតែព្យាយាមធ្វើការគេចពីការវិប្រហារបស់បិសាចចោះស្រមោលនេះសិនតែមិនអាចទៅរួយនោះទេក៏ព្រោះតែល្បឿនដ៏លឿនសាហាវរបស់បិសាចចោះស្រមោលមួយនេះវាបានវិប្រហាដោយក្រញារបស់វាមកកាន់នាងត្រូវរហូតខាងចាងស៊ឺយើងវិញគេមិនបានរត់ទៅណានោះទេគេបានជានៅឈរស្រឡាំងកាំងមើលពីការប្រយុទ្ធរបស់នាងនិងសត្វបិសាចចោះស្រមោលធ្វើឲ្យសិស្សដទៃទៀតស្រែកប្រាប់គេកុំឲ្យនៅស្រឡាំងកាំងចឹងបញ្ញាប់រត់គេចខ្លួនទៅតែចាងស៊ឺគេអត់ខ្វល់ពេលសម្ដីអ្មួយហ្នឹងនោះទេគេគ្រាន់តែគិតថាបើសិនជាអាចបង្ក្រាបក៏ដូចជាសម្លាប់វាបាននិយាយបានតែប្រព័ន្ធនេះយើងត្រឡប់មកខាងកញ្ញាលាវជាអ៊ីងកំពុងតែរងការវិប្រហាពីបិសាចចោះស្រមោលនេះយ៉ាងដំណំនាងក៏និយាយយើងបានដឹងផងដែរថាមិននឹកស្មានថាមេធំដែលជាអស្រាជនមេបិសាចនេះខ្លាំងក្លាដល់ម្លឹងនោះទេហើយនាងក៏មិនណាព្យាយាមប្រយុទ្ធបន្តទៀតបានដែរព្រោះនាងគឺចិត្តអស់ឈាមហើយកម្លាំងរបស់នាងក៏ថមថយថែមទៀតតែចំពោះបិសាចចោះស្រមោលនោះវិញវានៅសល់ឈាមដល់ពាក្យកណ្ដាលឯណោះនិយាយរួចព្យាយាមសម្រុកទៅវិប្រហាលើបិសាចចោះស្រមោលនោះជាបន្តតែមិនអាចធ្វើអ្វីឲ្យប៉ះពាល់ទៅដល់វាខ្លាំងក្លានោះទេសាច់រឿងនៃភាគទី4នេះក៏ត្រូវបញ្ចប់នៅត្រឹមនឹងផងដែរចាប់ផ្ដើមឡើងនៅក្នុងភាគទី5នេះជាមួយនឹងកញ្ញាលាវយាអ៊ីងកំពុងតែទ្រាំទ្រពីការវិប្រហាយ៉ាងរហ័សពីបិសាចចោះស្រមោលព្រោះតែនាងពិបាកនៅក្នុងការតបតវិប្រហាទៅកាន់វាវិញណាព្រោះតែការគេចដ៏រហ័សរបស់វាម្យ៉ាងវិញទៀតនាងក៏ត្រូវរបួសយ៉ាងធ្ងន់ធ្ងរថែមទៀតឈាមចេះតែហូរមិនឈប់ដោយសារតែបែបនេះ system ក៏ប្រាប់នាងថានាងមិនអាចប្រើប្រាស់នៅស្នៀតប្រយុទ្ធដ៏ខ្លាំងក្លាណាមួយបានឡើយក៏ព្រោះតែឈាមរបស់នាងហូរចិត្តអស់ទៅហើយខ្លួននាងផ្ទាល់វិញក៏នៅតែរងពីការវិប្រហាពីបិសាចចោះស្រមោលនឹងឥតឈប់ឥតឈរធ្វើឲ្យនាងស្ទើរតែទ្រាំទ្រលែងចង់បានទៅហើយពេលនេះដូច្នេះនាងក៏និយាយផងដែរថាតើនាងត្រូវបញ្ចប់ដោយបែបនេះនៅទីនេះថ្ងៃនេះមែនដែរឬទេទន្ទឹមជាមួយនឹងភាពប្រសន់វីរៈបរោះជីកសេះខ្មៅដែលមានសលេបំពាក់ខ្មៅមកឈុតឬលបងចាងស៊ឺយើងក៏បានបាញ់ព្រួយវិប្រហាមកកាន់វាធ្វើឲ្យកញ្ញាលាវយាអ៊ីងមានការភ្ញាក់ផ្អើលជាងខ្លាំងនឹងបានដឹងថាគេគឺជាសិស្សថ្មីនៅក្នុងចំណោមសិស្សថ្មីទាំងអស់នោះប៉ុន្តែហេតុដូចម្បានជាគេមិនទាន់រត់គេចទៀតងាកមកខាងចាងស៊ឺវិញគេក៏ព្យាយាមបញ្ឆោតនៅចំណាប់អារម្មណ៍បិសាចចោះស្រមោលនឹងទៅហៅវាថាលបងឆ្កែបញ្ញាប់ឡើងឆាប់បដិញចាប់ខ្ញុំមកនៅពេលនោះវាខឹងជាខ្លាំងព្យាយាមស្ទុះទៅខាំចាងស៊ឺប៉ុន្តែមើលទៅដូចជាអត់ដល់ចាងស៊ឺសោះឃើញគេលេងអីតំណាំចឹងលាវយាអ៊ីងក៏ព្យាយាមស្រែកប្រាប់គេឲ្យឆាប់រត់គេចភ្លាមទៅគេមិនអាចទប់ទល់ជាមួយនឹងវាបានឡើយខាងលបងចាងស៊ឺវិញចុងក្រោយក៏នៅតែបិសាចចោះស្រមោលនឹងរើចេញរួចចេញខំចាងស៊ឺពីពេញនឹងធ្វើឲ្យកញ្ញាលាវយាអ៊ីងមានការតក់ស្លុតជាខ្លាំងនឹងគិតថាចាងស៊ឺគេល្ងងខ្លាំងណាស់ច្បាស់ណាស់គេនឹងអាចស្លាប់ជាមិនខានចាងស៊ឺខាងនេះវិញដែលកំពុងតែព្យាយាមរត់គេចពីការដេញវិប្រហាពីសំណាក់បិសាចចោះស្រមោលគេរត់យ៉ាងត្រដាប់ត្រដួសពេញនឹងផងអីផងហើយក៏បាននិយាយផងដែរថាល្បឿនរបស់បិសាចចោះស្រមោលនេះវាលឿនខ្លាំងណាស់បន្តិចទៀតវានឹងអាចតាមតាន់គេនឹងសម្លាប់គេជាមិនខានវាពិតជាពិបាកខ្លាំងណាស់ដើម្បីទប់ទល់ជាមួយនឹងវាប៉ុន្តែបើគេមិនព្យាយាមធ្វើឲ្យបានទេតែគេមិននឹងអាចជួយសង្គ្រោះក៏ដូចជាព្យាបាលជំងឺបងស្រីរបស់គេបានទៅដូច្នេះហើយចាងស៊ឺក៏មានតែគិតវិធីមួយប៉ុណ្ណោះព្យាយាមរត់ទៅកន្លែងដែលវាមានដីវាលដើម្បីអាចក៏ហៅនៅបិសាចរបស់គេឲ្យមកទប់ទល់លើបិសាចដែលគេធ្វើការក៏ហៅមកនោះមានកម្លាំងខ្លាំងអាចធ្វើការប្រយុទ្ធតទល់ជាមួយនឹងបិសាចចោះស្រមោលនេះបានបន្ទាប់ពីមកដល់ទីតាំងរួចរាល់អស់ហើយចាងស៊ឺក៏បានក៏ហៅបិសាចអណ្ដើកឲ្យមកធ្វើការទប់ទល់ជាមួយនឹងបិសាចចោះស្រមោលភ្លាមតែម្ដងយើងងាកមកខាងកញ្ញាលាវយាអ៊ីងដែលកំពុងតែត្រូវរបួសតែម្នាក់ឯងនេះវិញនាងក៏បានគិតផងដែរថាតើចាងស៊ឺដែលជាសិស្សថ្មីនេះគេចង់ដោះស្រាយជាមួយនឹងបិសាចចោះស្រមោលដែលជាមេបិសាចអសរជនបែបនេះមែនដែរឬទេគឺច្បាស់ជាមិនអាចទៅរួចឡើយដូច្នេះនាងត្រូវតែព្យាយាមក្រោកឡើងឲ្យបានធ្វើដំណើរទៅកាន់ទីនោះដើម្បីជួយសង្គ្រោះចាងស៊ឺតែ system ក៏ព្យាយាមប្រមាននាងផងដែរកុំឲ្យនាងកម្រើកព្រេះផ្ដាស់អីក៏ព្រោះតែឈាមរបស់នាងហូរមិនតាន់ឈប់នោះទេកម្លាំងរាងកាយរបស់នាងវិញក៏ថមថយរហូតដែរតែលាវយាអ៊ីងនៅតែរឹងចែព្យាយាមហាយក្រណាត់មកក្នុងរបួសរបស់នាងព្យាយាមទប់ឈាមកុំឲ្យវាបន្តហូរបែបនេះនាងក៏សង្ឃឹមទៀតថាចាងស៊ឺគេនឹងអាចទប់ទល់ជាមួយនឹងបិសាចចោះស្រមោលនោះបានមួយរយៈរហូតត
តែនាងទៅដល់ទីនោះជាមួយនឹងគ្នាផងដែរនឹងក៏មាននាងច្រមុះម្នាក់បានប្រើនៅធម្មពលព្យាបាលជួយទៅដល់កញ្ញាលាវយាអ៊ីងធ្វើឲ្យលាវយាអ៊ីងនាងដឹងថានោះគឺជាព្រះនាងតូចសួរព្រះនាងតូចថាហេតុអ្វីបានជាទ្រង់មកកាន់ទីនេះព្រះនាងតូចក៏បានតបមកវិញថាមិនមែននាងតែទ្រង់នោះទេក៏មានអ្នកផ្សេងមកផងដែររួចហើយក៏មានបុរសម្នាក់ក្នុងចំណោមនោះស្ដីបន្ទោមកកាន់លាវយាអ៊ីងថានាងគឺពិតជាឈួតពេកហើយមេបិសាចអិសរាជននេះតើនាងមិនទាំងអាចទប់ទល់តែម្នាក់ឯងបានទៅម្នាក់ស្រីនៅក្បែរនោះក៏បន្ទោដូចគ្នាផងដែរថានាងគឺលះបង់ខ្លាំងពេកហើយនាងគឺមិនអាចប្រយុទ្ធជាមួយនឹងមេបិសាចដែលជាអិសរាជនបានឡើយបើទោះវាស្ថិតនៅក្នុងជាន់ទី1ក៏ដោយបន្ទាប់ពីពួកគេស្ដីបន្ទោរួចហើយនាងក៏សុំទោសទៅកាន់ពួកគេដែលនាងបន្ថយជីវិតដល់ថ្នាក់នេះនាងក៏គិតថានាងអាចទប់ទល់បានទើបធ្វើបែបហ្នឹងអញ្ចឹងហើយក៏មានម្នាក់ទៀតបានប្រាប់នាងថាអាបិសាចចចុតស្រមោលដែលជាអិសរាជននឹងវាគឺជាចចុតស្រមោលអិសរាជនឥន្ទ្រីមាសឬភ្លាមធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងនៅបានព្យាយាមប្រាប់អ្នកគ្រប់គ្នាថាឲ្យឆាប់ទៅជួយសិស្សថ្មីដែលជាចាំងស៊ឺនឹងទៅក៏ព្រោះតែគេបញ្ឆោតបិសាចចចុតស្រមោលនឹងទៅកន្លែងផ្សេងដើម្បីជួយសង្គ្រោះនាងបាត់ហើយគ្រាន់តែឮថាជាសិស្សថ្មីហើយទៅប្រយុទ្ធជាមួយនឹងបិសាចចចុតស្រមោលឥន្ទ្រីមាសទៀតធ្វើឲ្យពួកគេប្រមាណអ្នកនឹងឡើងភ្ញាក់ផ្អើលថែមទៀតត្រឡប់មកខាងចាំងស៊ឺដែលកំពុងប្រយុទ្ធជាមួយនឹងបិសាចចចុតស្រមោលនេះវិញដោយឃើញថាអណ្ដាកវិវិបាកតបតនចឹងក៏បានក៏ហៅបិសាចទន្សាយ3ក្បាលមកទៀតប្រយុទ្ធរួមគ្នាជាមួយនឹងបិសាចអណ្ដាកឡាវ៉ាធ្វើការវិប្រហាទៅកាន់បិសាចចចុតស្រមោលតែម្នាក់ឯងគឺវាល្អឥតខ្ចោះតែចាំងស៊ឺគេក៏សង្កេតឃើញថាវានៅតែពិបាកក្នុងការទប់ទល់ជាមួយនឹងមេបិសាចអិសរាជននឹងដដែលហើយបិសាចដែលគេបានធ្វើការក៏ហៅឡើងមកនេះគឺរងការខូចខាតយ៉ាងខ្លាំងដូច្នេះហើយគេក៏មានតែបាញ់ព្រួញធ្វើការជំនួយទៅកាន់បិសាចដែលគេក៏ហៅនោះទន្ទឹមជាមួយនឹងគ្នានឹងគេបែរជាមានការភ្ញាក់ផ្អើលឡើងវិញក៏ព្រោះតែបិសាចទន្សាយវាក៏ប្រែជាមានការវិវត្តឡើងទៅមួយកម្រិតទៀតធ្វើឲ្យប្រសើរឡើងចឹងវាក៏សម្រុកចូលមកវិប្រាលើបិសាចចចុតស្រមោលជាបន្តដែលចំពោះការវិវត្តរបស់បិសាចទន្សាយនឹងវិញវាបានតែមួយក្បាលប៉ុណ្ណោះដែលជាមេតបក្នុងចំណោមពួកវាទាំង3ហើយអាពីក្បាលទៀតក៏ត្រូវរងការវិប្រហាពីសត្វបិសាចចចុតស្រមោលនោះរហូតដល់ស្លាប់ក៏ព្រោះតែវាផុតដែនកំណត់របស់វាដែលបែបនេះហើយក៏ធ្វើឲ្យចាំងស៊ឺពិតជាខឹងទៅលើបិសាចចចុតស្រមោលនឹងជាខ្លាំងតែនៅចុងក្រោយការរួមកម្លាំងគ្នារបស់បិសាចទន្សាយដែលទៅតែវិវត្តថ្មីព្រមជាមួយនឹងបិសាចអណ្ដាក2ក្បាលនេះវាក៏បានធ្វើការរួមកម្លាំងគ្នាសាជាថ្មីធ្វើការវិប្រហាសម្រុកមកកាន់បិសាចចចុតស្រមោលរហូតទៅអាចផ្ដួលវាបាននឹងអាចយកឈ្នះវាបាននឹងឯងបន្ទាប់ពីបិសាចចចុតស្រមោលវារលាយបាត់ទៅក៏បានបន្សល់នៅបាល់គ្រីស្តាល់ចំនួន4ខ្សែកចង្គំចចកព្រមជាមួយនឹងមួយចុងក្រោយគឺជាកាំបិតឆ្អឹងចចកអញ្ចឹងចាំងស៊ឺគេក៏និយាយផងដែរថាចំពោះបាល់គ្រីស្តាល់ព្រលឹងបានរហូតទៅដល់4ឯណោះខ្សែកចង្គំចចកគេក៏អាចប្រើប្រាស់បានតែចំពោះកាំបិតឆ្អឹងចចកវិញគេគឺមិនចេះប្រើនោះទេដូច្នេះហើយគេក៏មានតែដាក់លក់តែប៉ុណ្ណោះដើម្បីទទួលបានថ្លៃព្យាបាលបងស្រីរបស់គេហើយបើទោះបីជាចាំងស៊ឺគេបាត់បង់នៅបិសាចដែលគេក៏ហៅចំនួន2ក្បាលក៏ដោយក៏វាបានទទួលផលមកវិញយ៉ាងច្រើនដូចជាបិសាចចចកស្រមោលនេះឃើញចឹងមិនចាំយូរទៀតចាំងស៊ឺគេក៏សាកល្បងធ្វើការក៏ហៅនៅបិសាចចចកស្រមោលឥន្ទ្រីមាសឡើងមកនិងបញ្ចេញនៅអំណាចយ៉ាងអស្ចារ្យធ្វើឲ្យចាំងស៊ឺឡើងសប្បាយចិត្តឡើងចង់ការຕົកពីការបាត់បង់សត្វបិសាចដែលជាការក៏ហៅរបស់គេដោយជាមួយរូបរាងដ៏កំណាចកាច់សាហាវនិងភាពអស្ចារ្យនៃបិសាចចចកស្រមោលឥន្ទ្រីមាសនេះនៅថ្ងៃខាងមុខច្បាស់ណាស់ចាំងស៊ឺគេនឹងឡើងខ្វាយខ្វល់ក៏ដូចជាមានការព្រួយបារម្ភពីសុខសុវត្ថិភាពគេហើយនិយាយចោលនិយាយឡើងសប្បាយចិត្តសប្បាយចិត្តឡើងគេក៏ភ្លេចគិតថាថ្ងៃស្អែកគឺថ្ងៃដែលគេធ្វើដំណើរទៅថ្នាក់រៀនរបស់គេវិញអញ្ចឹងហើយគេក៏បានចាកចេញភ្លាមងាកមកខាងកញ្ញាលាវយាអ៊ីងព្រមជាមួយនឹងគ្នាវិញដែលកំពុងតែព្យាយាមតាមស្វែងរកចាំងស៊ឺព្រមជាមួយនឹងដាននៃបិសាចចចកស្រមោលរួចហើយព្រះនាងទុយក៏បានប្រទះឃើញដានបិសាចចចកស្រមោលនៅក្បែរហ្នឹងដូច្នេះហើយទ្រង់ក៏បានសន្និដ្ឋានថាចាំងស៊ឺដែលជាសិស្សថ្មីហ្នឹងគេបានរត់គេចខ្លួនពីបិសាចចចកស្រមោលបានសម្រេចហើយតែចំពោះលបងមាសធំនោះវិញគេក៏សន្និដ្ឋានផងដែរថាពួកគេគឺមិនបានរកឃើញអ្នកផ្សេងនៅក្បែរនេះនោះឡើយវាច្បាស់ណាស់សិស្សថ្មីម្នាក់នោះគេនឹងមិនអាចមានជីវិតនោះទេក៏ព្រោះតែគេគឺជាអ្នកថ្មីធ្វើដំណើរមកកាន់ទីនេះបន្ទាប់ពីពាក្យសម្ដីរបស់គេត្រូវបានបញ្ចប់សាច់រឿងនៃភាគទី5ក៏ត្រូវបានបញ្ចប់នៅត្រឹមនេះចាប់ផ្ដើមឡើងនៅក្នុងភាគទី6នេះជាមួយនឹងពួកគេទាំងអស់គ្នាដែលកំពុងតាមស្វែងរកចាំងស៊ឺព្រមជាមួយនឹងដានរបស់បិសាចចចកស្រមោលបរិបទដែលស្ពាយប្រអប់ពីខាងក្រោយក៏រសារពីចាំងស៊ឺផងដែរថាគេមិនខ្វល់ពីជីវិតរបស់ខ្លួនឯងព្រោះតែដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកដទៃគេក៏ពិតជាក្លាហាននិងចិត្តសប្បុរសមែនឯលាវយាអ៊ីងវិញនាងក៏និយាយប្រាប់អ្នកគ្រប់គ្នាថានៅថ្ងៃស្អែកនាងនឹងទៅកាន់សាលារៀនដើម្បីជួបជាមួយនឹងលោកគ្រូលាវវៃសួរព័ត៌មានពីគាត់ព្រោះតែចាំងស៊ឺប្រហែលគេជាសិស្សរបស់គាត់ហើយអញ្ចឹងគាត់អាចច្បាស់ជាដឹងប្រសិនបើមានសិស្សណាម្នាក់ក្នុងចំណោមសិស្សរបស់គាត់ស្លាប់ឬក៏រស់គាត់អាចនឹងដឹងហើយ
การมาห่างจ้างซื้อได้ตลอดมาดอบแต่ระบอกเกวิงเก็บปัจจุบันเวยหนึ่งออกกำลังจีครั้งในขนมอาณาจักรใบสายนูเกกับบ้านปราบไอซิสเต็มหนึ่งด่าในระบบเดเกโรคบ้านในอาณาจักรใบสายในตุ่มโป้จูโมกไฮซิสเต็มกับปราบห้องได้ท่าบาลคริสตัลเปลืองกับรถตีระบอกจ้างซื้อคือเมียนฮอกสมุยไอกับรถมาชมคือเมียนมาไพ่ปรามกรอบรุ่ยไฮจ้างซื้อเกกับซาลบองสรบยงในธรรมโพลปีบาลคริสตัลเปลืองโดยบังการในกำลังเร่งกายกระโดดจิตสมัติพีประโยชน์ระบอกเกจ้างซื้อกระดังเตียดผ่องได้ท่าเนเปได้กับรถสมัติพีระบอกเกการล่างในบิพบการกลางนี่ก็การล่างดุนี้โดยชนายเกณฑ์ซาลบองหัดกับใบคนในทั้งไซในสลาเรียนการบดอเป้ประบันตอบเตียดได้ปนไซระบอกจางซื้อหนึ่งเนียงกับบานที่จำจุ่มอนาฮาออยเกพ้องได้ให้เนียงกับบ้านปราบไอ้บ้องปลอระบอกเนียงได้จะจ้างซื้อนั่งเป็นหยับแต่ดอกทมิลบหมกเปลี่ยนเตอปลัวหาเช็ดอันให้แต่จ้างซื้อกับบ้านปราบเนียงท่าแกรงเกตหลบปราบเนียงรุ่ยให้เหมือนท่านช่างทำมาน้อยเนียงเฟือไวกราบีอ้อยเรียนนุเตปลัวแต่เรียงใกล้ระบอกเนียงวิตนซอยปนไซระบอกเกกับบานต่อมาเว้นท่าวิครั้งแต่บันเตปนนอมาในนุเตรุ่ยให้จ้างซื้อกับบ้านเจอหมกขนมตบตักดอกทมิลบหมกเฉียดท้องบรรดาตามตำรวจเป้ปรักมาดูตู่เตยดอกทมิลบรรดาหนังจ้างซื้อก่อนเย่ยังบ้านดังผ่องได้ท่าจมกีผ่องไซระบอกเกนคือเตี้ยตรงจมูกหนึ่งดำร้องโดมให้สับไงนี่เนียงคือปลาระบอกสปาในเมื่อนุเตไฮเวียก็เฉียดบ้านบองคนเพียบได้โดยชนายจ้างซื้อเกี่ยวกับท่าเกนหนึ่งไตรแต่บองทลายเชี่ยบ้านปนไซระบอกเกไอต้นเปรแบบมันโดยชนายเตวีชบาจีอาอย่างเมียนปัญหามุนเปดเวียปลาไหลบ้านเกก็เกิดเตียดผ่องได้ท่าตาเกกูตะปรับปนไซระบอกเกได้รื้ออดอมปีกาดับเยอะในกลุ่มรัฐเตกุซอระบอกเกแรงไอใบนั่งแต่จังกรายจ้างซื้อกันในแต่สำหรับจัดทาและเรื่องนี้ปีป้นไซระบอกเกมอย่างเว้นเตียดเรื่องนี้เนี่ยดังกันในเตนูชบาจีการแต่ล้อหายผู้เกได้มันบานดังลือนี่ชบาจีนังมันอาจมีนกรุตระหนูเตจำนายไอป้นไซระบอกจางซื้อเว้นยังก็เกิดอมปีสถานพิบงโปรระบอกเนียงผ่องได้ท่ากับพิมพ์เซลมิงเกคือหมกเตจิตโดยชนเนียงก็เกิดทักเก็บบานดับเนี่ยในกลุ่มรัฐเตก็ซอยแรงมันล้อเนียงก็บัญชังไอบ้องโปรระบอกเนียงได้จะจ้างซื้อนังลุมบะเป๊กได้อมปีการโรคพระดำเนินเชียบาเหล่านี้จังเนียงก็ปราบบองโปรระบอกเนียงท่าจมผู้การรกประบรรทามนังตัวเนียงจีเนชื่อโรมันจำบัดไอเก็บชี้เยี่ยมปรังปลายโหปีสมัติเพียรระบอกเกนุเตโปรแต่เนียงก็มีดำนาสายได้รันลือท่าพระองค์คลุมมีดำนาสายชังเกก็ซูมเนียงท่าแต่ดำนาสายเอาไว้เตอเนียงกับบ้านปราบบองโปรระบอกเนียงเว้นท่าดำนาสายระบอกเนียงนูไหนปราบจ้างซื้อเปลี่ยนบ้านนุเตโปรแต่เนียงเฟอร์จูมุยนังสู่จินแต่แบบนี้จ้างซื้อก็มันจังขวาไว้เตี้ยได้หมดนังจ้างเจงเตอสลาจ้างซื้อกับบ้านประดามมาพ่นใส่ระบอกเกท่าบสันจินเนียงยกเปลเลียได้รบประกันกระติกตุยนังดำใบเรียนอัปกายเตอนูวิหล่อจีนหายจ้างซื้อเกคือเมียนวิธีดำใบรบประต่อคลุ้นให้โดยในมันจำบัดไอเนียงบรามเตการบดอไปได้จ้างซื้อหมักดอสลาโจมดอกปะเวนธนาระบอกเกนังก็มีเซอร์จิจารได้บานดับเนี่ยในกลุ่มรัฐเตกซอลการปีมาเซลมิงดำน่าจมูกนังจ้างซื้อเนี่ยคลาก็อ้อสบายเนี่ยคลาก็มีการพัดไผ่ติดตัวนังรวมเผยผ่องได้รวยก็มีเซอร์ปีเนี่ยหมดแผลเกนังก็สู้คณีระเบียบเล่สายผ่องไอผ่องนังจมปัวจ้างซื้ออย่างไว้ในเกมาดอกขนมธนาพลิมแบบมีเฟื่อไว้จานุเตใช้ขนมตู้ซับเมื่อปีระบอเดเกบานดะลุโดยบานปฏิเคยท่าบาคริสตัลเปลึงระบอกเกนึงคือบานลุได้อย่างชาบระห้าบานในท่าคือเมียนเนี่ยไตรกาจานจ้างซื้อแทนตึกดังเตี้ยท่าบาคริสตัลเปลึงพี่จานไตรบ้านเต็งตึกดอยเนี่ยในปีใกล้ขนองปีอังกฤษทุ่มก็โดยเชี่ยองการสมัยทุ่มนูกอดำใบยกมกบังการในกำรัดเทกซอระบอกปุเกหลายในจ้างซื้อก็บัญชีอย่างบ้านดังผ่องได้ท่าเบกรมแต่โดยสาเกควักคัดลอยเกก็มันจองลุอ่านั่งได้โดยชนะหายจ้างซื้อเกก็สำรับเจ็ดดอกปลาตังออได้เกลุบาคริสตัลบ้านนั่งดำใบชัวกลีนสปานิมิตไอปอนไซระบอกเกยรุ่มเตออาปัญหาจุงือปอนไซระบอกเกเดเตตรงจุมุยนั่งดำร้องโนมนั่งคือโดยซาแต่กลีนมีนปัญหาโดยชนะคือพระระบอกสปานิมิตหายจ้างซื้อยังเกก็นึ่งโจเตอการน่าจะไปใส่มาร้องเตียดดำใบประโมลบาคริสตัลบนเลิงบรรทอผ่องได้เติมจุมุยนั่งคณีผ่องได้นั่งลูกครูกับบานโจมดอกน้องธนาปราบเนี่ยกรุ๊ปคณีเอาสงัดบันเตกับรู้แต่กอดคือมีนสมนูด้อสำคัญจังสู้ตะการเนี่ยรอคณีรุ่ยยังกับบ้านเคยมีวัตถุมีนระบอกกิญญาเหลียวจีอิงกับรถเชียสมรอในพิภพข้างไกลระบอกนิ่งกับปฏิจูดกับไอซ์ไลน์แมนบัดต่อไปเคยวัตถุมีนกิญญาเหลียวจีอิงหมอกด้วยชนะเฟอร์ไอสายกรุ๊ปคณีเปิดชิมงกับยับอ่านหนึ่งระเบิดยับโยอมปีสมรอปัดในข้างไกลระบอกนี้ธรรมดาเตะเคยใส่สารแบบนี้ใส่ถึงอ้อคณีในใหญ่เจ้าล่างเป็นนั่งแต่มาดองก่อนท่าผู้เกในใหญ่เล่งแต่ปนอรุ่ยให้ลูกครูกับบานโซแต่เนี่ยรอคณีท่าตาเนนามันเนี่ยกับปีมาเซลเมนแต่บานช่วยซึ่งครูกิญญาเหลียวจีอิงปีกระยำระบอกใบซ่าจะเจาะสมอลกดกับบ้านปราบอ้อยมันเนี่ยนูเจนหมกพลิ้มหมอกปลูกกิญญาเหลียวจีอิงจ่องฟื้นการออกกุนตะการเกเดบตัวแต่สายกรุ๊ปคณีขมิ้นน้ำมันเนี่ยดังอมปีสมาสเพียเปิดระบอกเกนูเตจมพูมาจากลุนน้อวันอดควานูเตจดจะทุสับกันยีผ่องได้ทำไอ้เต็มปัจออกกุนชรานูเตเกคือมันจ่องบางหันปีสมาสเพียเปิดระบอกเกในขนมน่าจะไปใส่ลายโดยบ้านปีรัตพอได้ช่องบ้านแบบนี้ลูกครูกับบ้านปราบกิญญาเหลียวจีอิงทานีประหารชิมันแมนจิเซอร์
នៅក្នុងថ្នាក់របស់គាត់នោះទេអញ្ចឹងកញ្ញាលាវជាអ៊ីងក៏បានប្រាប់គាត់វិញថាមិនអីនោះទេប៉ុន្តែបើសិនជាគាត់ដឹងព័ត៌មានពីម្នាក់នោះសូមឲ្យគាត់ជួយផ្ដល់ព័ត៌មានមកកាន់នាងផងបើចំពោះសិស្សក្នុងថ្នាក់ទាំងអស់គ្នាដែលជាប្រុសវិញគេក៏កត់សរសើរទៅនឹងភាពក្លាហានក៏ដូចជាវីរភាពរបស់មនុស្សដែលបានជួយសង្គ្រោះកញ្ញាលាវជាអ៊ីងដោយពួកគេមិននឹកស្មានថាគឺជាចាងស៊ឺក៏មិនដឹងថាជាចាងស៊ឺដែរអ្នកខ្លះទៀតក៏និយាយថាម្នាក់នោះក៏អាចជាគេផងដែរទាំងដែលជាស្ដែងទៅពួកគេនិយាយលេងនោះទេងាកមកខាងចាងស៊ឺឯណែវិញក៏មានប្រុសកម្មាម្នាក់មកអង្គុយក្បែរគេហើយក៏និយាយថាគេគឺដឹងថាម្នាក់នោះដែលបានជួយសង្គ្រោះកញ្ញាលាវជាអ៊ីងគឺជាអ្នកណាគ្រាន់តែលឺអញ្ចឹងព្រានធ្វើឲ្យចាងស៊ឺឡើងស្លន់ភ័យតែម្ដងដូច្នេះប្រុសកម្មាម្នាក់នឹងក៏បានបកស្រាយថានៅពេលនោះដែលរត់គេចពីបិសាចចចស្រមោលនឹងមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលត្រឡប់មកវិញដើម្បីជួយសង្គ្រោះកញ្ញាលាវជាអ៊ីងហើយរហស្សនាមរបស់គេនៅក្នុងអាណាចក្របិសាចគឺរក្សាសាឬក៏អាចហៅឲ្យងាយយល់នឹងពីរោះជាងនេះបន្តិចអ្នកប្រយុទ្ធពាក់កណ្ដាលបិសាចចាងស៊ឺយើងណែវិញគេក៏ព្យាយាមនិយាយដោះសារក៏ដូចជាបកស្រាយថាមិនមែនទេដឹងក្រែងម្នាក់នោះគេព្យាយាមរត់គេចផងដែរគ្រាន់តែថាគេច្រឡំទិសដៅដើម្បីរត់គេចខ្លួនហើយក៏សួរមកកាន់ប្រុសកម្មានឹងទៀតថាតើគេមិនបានឃើញអ្នកប្រយុទ្ធពាក់កណ្ដាលបិសាចនឹងបាញ់ឆោតនៅបិសាចចចស្រមោលឲ្យចេញពីកញ្ញាលាវជាអ៊ីងដោយប្រោះភ្នែកទេឬមិនទាន់ដឹងថានឹងមានរឿងអ្វីកើតឡើងផងសាច់រឿងនៃភាគទី6របស់យើងក៏ត្រូវបញ្ចប់នៅត្រឹមនេះចាប់ផ្ដើមឡើងនៅក្នុងភាគទី7នេះដោយប្រុសកម្មានឹងក៏បានប្រាប់ឲ្យចាងស៊ឺមិនបាច់និយាយតាក់ទងជាមួយនឹងអ្នកប្រយុទ្ធពាក់កណ្ដាលបិសាចនឹងទៀតទេព្រោះតែអត់តាក់ទងជាមួយនឹងពួកគេឡើយហើយប្រុសកម្មានឹងក៏បានបបួលចាងស៊ឺទៅកាន់អាណាចក្របិសាចនៅយប់នេះព្រោះតែគេបានណាត់កញ្ញា2នាក់នៅយប់នេះផងដែរចាងស៊ឺក៏បានបដិសេធជាមួយនឹងគេក៏ព្រោះតែចាងស៊ឺគេក៏ត្រូវធ្វើការដើម្បីទទួលបានប្រាក់បន្ថែមលេងចឹងប្រុសកម្មាប្រសួរមកកាន់ចាងស៊ឺថាតើកលៀនសបានិមិត្តរបស់ប្អូនស្រីរបស់គេនឹងត្រូវការជួលបន្តទៀតមែនទេប្រសិនបើចាងស៊ឺត្រូវការប្រាក់អាចប្រាប់គេបានគេជួយបានគេនឹងជួយហើយចាងស៊ឺក៏បានតបមកវិញថាមិនអីនោះទេរឿងនេះគេអាចដោះស្រាយបានរួចហើយលបងកម្មានឹងក៏បានប្រាប់ចាងស៊ឺទៀតថានៅក្នុងអាណាចក្របិសាចចាងស៊ឺមិនបាច់ហៅឈ្មោះពិតរបស់គេនេះទេគឺត្រូវតែហៅឈ្មោះគេថាផៅសង្ហាសាច់រឿងក៏បានកាត់មកដល់ពេលដែលចេញពីរៀនចាងស៊ឺក៏បានមកសម្អាតនៅសាលហ្វឹកហាត់កីឡារួចហើយគេក៏និយាយផងដែរថាថ្ងៃអនាគតគេនឹងមិនមកធ្វើការមកសម្អាតនៅទីនេះដើម្បីរកប្រាក់ទៀតទេព្រោះតែនៅអាណាចក្របិសាចគឺមានប្រសិទ្ធភាពជាងនេះទៅទៀតដើម្បីរកប្រាក់នៅជ្រុងម្ខាងនោះវិញយើងក៏បានឃើញសិស្សហាត់គុណប្រមាណអ្នកនឹងសរសើរមកកាន់បរិយាមេធំនៅខាងមុខនេះថាលបងចាងហៅបងគឺពិតជាអស្ចារ្យខ្លាំងណាស់ហើយលបងគឺពិតជាស័ក្តិសមជាជើងខ្លាំងបំផុតនៅក្នុងសាលាវូហាននេះណានិយាយសើមកកាន់ម្នាក់នឹងផងអីផងមានអ្នកបន្តក៏មានអ្នកឆ្លើយផងដែរតែចឹងហៅម្នាក់នឹងគេក៏ដាក់ខ្លួនគូសំដោយបាននិយាយថាគេមិនគិតបែបនេះនោះទេក៏ព្រោះតែមានអ្នកផ្សេងជាច្រើនអ្នកទៀតដែលមានសមត្ថភាពខ្លាំងក្លាជាងគេទៅទៀតម្នាក់ដែលនៅក្បែរគេនឹងក៏បន្តមកវិញផងដែរថាលបងអាកុំដាក់ខ្លួនពេកអីក្រៅពីកញ្ញាលាវជាអ៊ីងលបងគឺខ្លាំងបន្តពីនាងហើយចឹងហៅម្នាក់នឹងគេនៅតែនិយាយដាក់ខ្លួនបន្តថាគេមិនហ៊ានប្រៀបធៀបជាមួយនឹងកញ្ញាលាវជាអ៊ីងនោះទេព្រោះតែនាងគឺជាបុត្រីនៃឋានសួគ៌ដែលមានកម្រិតទេពកោសល្យរ៉េងអេសនាងគឺត្រូវបានគេណែនាំឲ្យទៅចូលរៀននៅក្នុងសាលាក្បាច់គុនឈិញតាចាងស៊ឺរបស់យើងឯនេះវិញបន្ទាប់ពីឮពីស្តង់ដារដែលអាចចូលរៀននៅក្នុងសាលាក្បាច់គុនឈិញតាបានពិតជាមានការព្យាបាលជាខ្លាំងដែលស្តង់ដាររបស់គេនោះគឺការវាយសម្រុកនៃទម្ងន់កណ្ដាប់ដៃ500ផោនឯណោះដូច្នេះលបងចាងស៊ឺយើងក៏បានសាកល្បងវាយទៅលើឧបករណ៍វាស់ពីកម្លាំងកណ្ដាប់ដៃក៏បានឃើញថាវាក្បែរ500ផងដែរនៅខ្វះតែ3តែប៉ុណ្ណោះដូច្នេះធ្វើឲ្យចាងស៊ឺមានការព្យាបាលជាមួយនឹងសមត្ថភាពរបស់គេខ្លាំងមែនទែនហើយចាងស៊ឺយើងនេះគេក៏មានទំនុកចិត្តផងដែរថាគេអាចនឹងធ្វើបាននៅពេលខាងមុខដោយមុនពេលដែលគេព្យាយាមធ្វើការហ្វឹកហាត់រាងកាយរបស់គេនេះគេអាចវាយបានតែចំនួន300ជាងប៉ុណ្ណោះនិងបន្ទាប់ពីគេស្រូបយកនៅធម្មពលពីបាល់ព្រលឹងគ្រីស្តាល់រួចហើយបានធ្វើឲ្យកម្លាំងរាងកាយការវាយសម្រុកនិងទម្ងន់កណ្ដាប់ដៃរបស់គេកើនឡើងមកដល់400ជាងដែលបែបនេះចាងស៊ឺគេក៏សម្រេចចាត់ថាគេនឹងធ្វើដំណើរទៅកាន់អាណាចក្របិសាចនៅយប់នេះជាមួយនឹងលបងកម្មាប់ជាមួយគ្នាផងដែរនឹងប្រសិទ្ធរបស់គេក៏បានផ្សាយសារមកកាន់គេប្រាប់គេថានៅល្ងាចនេះនាងនឹងត្រូវទៅរៀនបន្ថែមនៅផ្ទះមិត្តភ័ក្តិរបស់នាងហើយឲ្យចាងស៊ឺគេធ្វើម្ហូបញ៉ាំខ្លួនឯងទៅចាងស៊ឺក៏និយាយផងដែរថាគេគឺមិនដឹងថាប្អូនស្រីរបស់គេនេះធ្វើរឿងអ្វីពីក្រឹកខ្នងរបស់គេនោះទេគេនឹងរកពេលដ៏ស័ក្តិសមមួយដើម្បីសួរប្អូនស្រីរបស់គេសាច់រឿងក៏បានកាត់មកដល់ពេលដែលអាណាចក្របិសាចជាន់ទី2ត្រូវបានបើកអញ្ចឹងហើយចាងស៊ឺក៏បានធ្វើដំណើរមកដល់ហើយក៏មានសិស្សផ្សេងទៀតផងដែរចាងស៊ឺគេក៏បានឆែកមើល system របស់គេនឹងបានដឹងថាកន្លែងផ្ទុកបិសាចដែលគេអាចក៏ហៅបានគឺមានកន្លែងទនេរហូតទៅដល់7ឯណោះហើយចាងស៊ឺគេក៏បានដឹងទៀតផងដែរថានៅក្នុងអាណាចក្របិសាចកម្រិតទី2នោះវាគឺមានគ្រោះថ្នាក់ខ្លាំងណាស់ហើយភាគរយដែលទម្លាក់នៅបាល់ព្រលឹងគ្រីស្តាល់វាក៏កាន់តែតិចទៅតាមនឹងផងដែរក៏ព្រោះតែបិសាចនៅទីនោះខ្លាំងណាស់
ก็បានន័យថាវាក៏មានគ្រោះថ្នាក់ទៅដល់ចាងស៊ឺជាច្រើនផងដែរដោយបែបនេះចាងស៊ឺគេគិតផងដែរថាគេនឹងត្រូវក៏ហៅនៅបិសាចរបស់គេទាំងអស់ដើម្បីចេញឲ្យមកការពារខ្លួនដើម្បីរក្សានូវសុវត្ថិភាពរបស់គេមិនចាំយូរទៀតចាងស៊ឺក៏បានធ្វើការក៏ហៅនៅបិសាចទៅចោះស្រមោលដើម្បីឲ្យការពារគេដើម្បីឲ្យប្រយុទ្ធជាមួយនឹងបិសាចផងរួចហើយទាំងសត្វទាំងម្ចាស់ពីរនាក់នេះក៏បានធ្វើដំណើរទៅមុខដើម្បីស្វែងរកនៅបិសាចសម្លាប់ដើម្បីឲ្យធ្វើជាការក៏ហៅរបស់គេមិនយូរប៉ុន្មានចាងស៊ឺក៏បានទទួលនៅសត្វគ្រប់ចំនួន10ដែលមានសត្វបិសាចឡាវ៉ាប្រមាណក៏បានព្រមជាមួយនឹងបិសាចនៃកំហឹងដែលជាបិសាចទន្សាយជារួមទៅកន្លែងនេះបិសាចចចកស្រមោលរបស់ចាងស៊ឺធ្វើការចាត់ការទៅកាន់បិសាចអណ្ដឹងឡាវ៉ាព្រមជាមួយបិសាចទន្សាយដោយងាយតែម្ដងធ្វើឲ្យចាងស៊ឺសប្បាយចិត្តជាខ្លាំងដោយសារតែគ្រប់នៅចំនួនសត្វដែលបានកំណត់ហើយអញ្ចឹងចាងស៊ឺគេអាចធ្វើដំណើរទៅការអាណាចក្របិសាចកម្រិតទី2ដោយសុវត្ថិភាពហើយជាមួយគ្នាផងដែរនឹងក៏ស្រាប់តែឃើញប្រូក្រាមជាមួយនឹងកញ្ញាពីរនាក់ទៀតបានរត់គេចយ៉ាងប្រដាប់ចាប់ប្រធីងពីមនុស្សមួយក្រុមដែលបានដេញវាប្រាពួកគេទាំង3នាក់អញ្ចឹងហើយចាងស៊ឺក៏ប្រញាប់ទម្លាក់ខ្លួននៅក្បែរនឹងសិនសង្កេតមើលពីស្ថានភាពចំពោះប្រូក្រាមប្រត់បណ្ដាបណ្ដាផងនឹងស្រីហើយគេជួយពេញនឹងផងតែអត់មានអ្នកជួយនោះទេព្រោះតែអត់មានអ្នកនៅក្បែរហ្នឹងប្រូក្រាមក៏ព្យាយាមប្រាប់ទៅកាន់មនុស្សមួយក្រុមនោះផងដែរថាពួកគេនឹងគឺជាសិស្សថ្មីនោះទេអញ្ចឹងវាគ្មានតម្លៃអ្វីឲ្យពួកគេមកចាត់ការខ្លួនឡើយមេក្រុមនៃមនុស្សទាំងអស់នោះក៏បានតបមកកាន់ប្រូក្រាមវិញថាពួកគេដឹងថាប្រូក្រាមនឹងគ្នាគឺជាមន់ថ្មីហើយក៏មិនរំពឹងថានឹងមានរបស់ដែលមានតម្លៃពីពួកគេនោះទេចាងស៊ឺដែលពូននៅក្បែរនឹងគេក៏និយាយផងដែរថាការដែលបែកធ្លាយនៅអត្តសញ្ញាណពិតប្រាកដក្នុងពិភពលោកខាងក្រៅវិជាការល្អទៅដល់ពួកអក្រិតជនទាំងអស់នឹងដើម្បីធ្វើការចាប់ចម្រិតមកកាន់ពួកគេទារប្រាក់ពីខាងសាច់ញាតិរបស់ពួកគេហើយបើទោះបីជាត្រូវចាប់ទៅសាសួរនៅប៉ុស្តិ៍ប៉ូលីសក៏ប៉ូលីសទាំងអស់គ្នាពិបាកនៅក្នុងការដោះស្រាយករណីនេះដែរនិងបើទោះបីជាប្រាក់របស់សាច់ញាតិបងទៅឲ្យពួកគេក៏ដោយក៏ពិបាកនៅក្នុងការជួយសង្គ្រោះចំណាត់ខ្មាំងដែរពីព្រោះតែមន្ត្រីប៉ូលីសទាំងអស់គ្នាមិនបានដឹងអំពីអត្តសញ្ញាណពិតក៏ដូចជាសមាជិកពិតពីក្រុមចាប់ចម្រិតទាំងអស់នឹងនៅពិភពលោកខាងក្រៅនោះទេត្រឡប់មកខាងប្រូក្រាមដែលកំពុងតែរត់បដាផងនឹងស្រែកប្រាប់ទៅក្រុមចាប់ចម្រិតនោះផងថាគេគឺក្រខ្លាំងណាស់កុំចាប់ចម្រិតគេអីដល់លែងគេទៅតែក្រុមទាំងនោះក៏តបមកវិញថាកុំចេះតែកុហកពួកគេអីព្រោះតែប្រូក្រាមនឹងបានអ៊ុតស្រីទាំងពីរនាក់នោះថានៅពិភពលោកពិតគេគឺរស់នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃព្រមជាមួយនឹងការបើកឡានដ៏ទំនើបផងដែរលើការបញ្ជាក់របស់ក្រុមចាប់ចម្រិតទាំងនោះហើយធ្វើឲ្យលបងកំាប់នឹងឡើងចង់ចុកឈាមតែម្ដងព្រោះតែគេចង់អ៊ុតស្រីតែប៉ុណ្ណោះប៉ុន្តែបើជួបរឿងបែបនេះពួកគេទាំង3នាក់រត់មិនបានយូរប្រហែលផងក៏ស្រាប់តែមេក្រុមចាប់ចម្រិតនោះប្រាធម្មពលឲ្យពួកគេជាប់ជើងនៅកន្លែងទៅមុខអត់រួចហើយមេក្រុមគេក៏បានយកអាវុធមកផ្ចង់កប្រូក្រាមនឹងបានប្រាប់ឲ្យប្រូក្រាមប្រាប់អំពីអាសយដ្ឋានដូចជាព័ត៌មានដែលអាចតាក់ទងទៅកាន់គ្រួសាររបស់គេភ្លាមទៅបើសិនជាមិនចង់ស្លាប់ប្រូក្រាមក៏បានបដិសេធភ្លាមថាគេអត់ប្រាប់នោះទេជប់យកសពទៅមកនិយាយថាបែបនេះតែក្នុងចិត្តវិញក៏គិតថាបើសិនជាខ្លួនមិនប្រាប់ដល់ក្រុមទាំងនោះទេច្បាស់ណាស់គេនឹងត្រូវស្លាប់មិនទាន់ដឹងថាចាងស៊ឺនឹងលោកដែរចូលជួយប្រូក្រាមព្រមជាមួយនឹងកញ្ញាទាំងពីរនាក់នឹងឬក៏អត់ផងសាច់រឿងនៃភាគទី7នេះក៏ត្រូវបញ្ចប់នៅត្រឹមហ្នឹងចាប់ដើមឡើងនៅក្នុងភាគទី8របស់យើងនេះដូចឃើញថាប្រូក្រាមបានព្រមឆ្លើយនឹងអ្វីដែលខ្លួនចង់បានបែបនេះមេក្រុមចាប់ចម្រិតក៏គម្រាមមកកាន់ប្រូក្រាមផងដែរថាមនុស្សគ្រប់គ្នាក៏តែងតែឆ្លើយដោយប្រូក្រាមអញ្ចឹងប៉ុន្តែបន្ទាប់ពីបាត់បង់ដៃម្ខាងពួកគេនឹងឆ្លើយហើយក៏ប្រាប់ប្រូក្រាមទៀតផងដែរថាការដែលត្រូវបានកាប់សាច់ជាកង់នៅក្នុងអាណាចក្របិសាចនេះគឺវាជាការឈឺចាប់ពិតប្រាកដគេលើកបន្ថែមឡើងកាប់សម្ដៅមកកាន់ប្រូក្រាមប៉ុន្តែភ្លាមនឹងព្រួយរបស់ចាងស៊ឺក៏បាញ់តម្រង់មកកាន់ដៃរបស់គេត្រូវរបួសធ្វើគេឈឺចាប់គួរសមតែស្រីសួរថាអ្នកណាបែរជាហ៊ានប៉ះពាល់គេតែឡើងចង់រស់ហើយមិនដែរទេហើយកូនចៅរបស់គេវិញក៏បានងាកឃើញចាងស៊ឺអញ្ចឹងហើយក៏បញ្ញាប់ដេញតាមចាងស៊ឺក៏ព្យាយាមបញ្ឆោតគេព្រមជាមួយនឹងគ្នាដោយបានរត់តាមមកពីក្រោយផងដែរដើម្បីយកទៅធ្វើស៊ីនៅកន្លែងមួយដេញតាមចាងស៊ឺបណ្ដាមេក្រុមចាប់ចម្រិតគេនឹងក៏បានប្រាប់កូនចៅថាបើចាប់ចាងស៊ឺបានទៅចាត់ការចាងស៊ឺដែលកាប់ជាបំណែព្រោះតែចាងស៊ឺបំផ្លាញរឿងល្អធ្វើឲ្យជាមកំាប់ទាំង3របស់ពួកគេនេះត្រូវរួចរត់ខ្លួនមិនយូរប៉ុន្មានចាងស៊ឺក៏បានបញ្ចោតពួកគេមកដល់ចលងភ្នំមួយដែលគ្មានច្រកចេញនោះទេមានតែច្រកពីខាងមុខតែប៉ុណ្ណោះដូច្នេះចាងស៊ឺក៏សម្រេចចិត្តថាធ្វើស៊ីពួកអស់នឹងនៅកន្លែងហ្នឹងតែម្ដងទៅក្រុមចាប់ចម្រិតនោះវិញបន្ទាប់ពីឃើញចាងស៊ឺរត់មកដល់កន្លែងផ្លូវតលបែបនេះគេក៏សើចចំអកឲ្យចាងស៊ឺជាខ្លាំងនៅនិយាយផងដែរថាគេពិតជាងងខ្លាំងណាស់បែរជារងមកកន្លែងផ្លូវហ្នឹងហើយមេក្រុមចាប់ចម្រិតរបស់គេនោះក៏បានប្រាប់កូនចៅរបស់ខ្លួនថាមិនអាចឲ្យសម្លាប់ចាងស៊ឺលឿនពេកនោះទេត្រូវតែសម្លាប់សន្សំនិងធ្វើទរណកម្មកាន់ចាងស៊ឺកូនចៅរបស់គេផ្សេងទៀតក៏បានប្រាប់ឲ្យគ្នារបស់គេនឹងប្លន់លុយពីចាងស៊ឺសិនចាំសម្លាប់ចាងស៊ឺឯចាងស៊ឺក៏បានតបមកកាន់សម្ដីពួកអានឹងថាការដែលសម្លាប់មនុស្សនៅក្នុងអាណាចក្របិសាចនេះគឺមិនអាចឲ្យអ្នកខាងក្រៅដឹងនោះទេមេក្រុមចាប់ចម្រិតក៏តបសម្ដីរបស់ចាងស៊ឺវិញថាមិនខុសនោះទេបើកាលណាដែលពួក
គេសម្រាប់ចាងស៊ឺនៅទីនេះច្បាស់ជាគ្មាននរណាដឹងនោះឡើយហើយប្រសិនបើចាងស៊ឺមិនតដែរព្រោះពួកគេចាត់ការដោយងាយនោះពួកគេអាចនឹងទុកសាកសពទាំងមូលទៅឲ្យចាងស៊ឺយើងវិញក៏មិនខ្លាចក៏ដូចជាអត់ព្រឺជាមួយនឹងពួកអស់នឹងសំបីតែបន្តិចក៏តបទៅសម្ដីរបស់គេវិញដូចគ្នាថាបើសិនជាពួកឯងចង់សម្លាប់ខ្ញុំចាប់ចូលមកបើសិនជាមានសមត្ថភាពអញ្ចឹងចាងស៊ឺគឺបានធ្វើការកោះហៅនៅវិស័យរបស់គេឡើងមកធ្វើឲ្យពួកក្រុមចាប់ចម្រិតទាំងអស់នោះចាប់ផ្ដើមមានការផិតភ័យជាខ្លាំងហើយក៏ស្ទើរតែមិនគួរឲ្យជឿផងដែរថាសត្វបិសាចទាំងអស់នោះបែរជាមកស្របពេលតែមួយជាមួយនឹងគ្នាជាច្រើនអ្នកខ្លះក៏បានដឹងហើយថាចាងស៊ឺដែលជាបុរសពាក់ឈុតខ្មៅនេះគឺមិនមែនជាមនុស្សធម្មតានោះទេមេក្រុមចាប់ចម្រិតឯនេះវិញគេក៏បានប្រាប់កូនចៅរបស់គេឲ្យបញ្ញាប់ដកថយភ្លាមទៅក៏ព្រោះតែមិនអាចនៅទៀតទេគ្មានច្រកចេញឡាយព្រោះវាជាជលងភ្នំងាយនឹងរងការវិបរាពីពួកសត្វបិសាចទាំងអស់នោះហើយចំណែកចាងស៊ឺវិញពួកគេនឹងមកចាត់ការនៅពេលក្រោយពួកគេទាំងអស់នឹងព្យាយាមរត់មិនទាន់បានប្រមាណជំហានផងក៏ស្រាប់តែលេចឡើងនៅអាប់ជាច្រើនបាំងចិត្តឈឹងធ្វើឲ្យពួកគេមិនអាចមើលអ្វីនៅជុំវិញខ្លួនរបស់ពួកគេបានឡើយនោះក៏ដោយសារតែឥទ្ធិពលនៃអំណាចរបស់បិសាចចចកស្រមោលរបស់ចាងស៊ឺរួចហើយកែភ្នែកទាំងគូដល់កំណាចរបស់បិសាចចចកស្រមោលក៏បានលេចឡើងនៅចំពោះមុខរបស់ពួកគេធ្វើឲ្យពួកគេពិតជាមានការភ្ញាក់ផ្អើលនិងផិតភ័យជាខ្លាំងពួកគេក៏ស្គាល់អំពីបិសាចចចកស្រមោលនេះផងដែរភ្ញាក់ផ្អើលមកតង់ទៀតហើយរឿងមួយទៀតដែលធ្វើឲ្យពួកគេកាន់តែវិបាកចិត្តនិងផិតភ័យកាន់តែខ្លាំងមកតង់ទៀតនឹងគឺដោយសារតែវាមិនមែនជាមេបិសាចធម្មតានោះទេដែលវាគឺជាមេបិសាចអេស្រាជនអន្ត្រីមាសចាងស៊ឺនៅខាងក្រៅខ្នងរបស់ពួកគេក៏បានសួរពួកគេថាតើចង់ទៅណាទៅក្រែងពួកគេនឹងថានឹងចង់សម្លាប់ខ្លួនមែនទេហើយការដែលសម្លាប់មនុស្សនៅទីនេះនឹងគ្មាននរណាម្នាក់អាចដឹងបាននោះឡើយដូច្នេះចាងស៊ឺគេនឹងធ្វើការតបស្នងទៅកាន់ពួកគេវិញភ្លាមៗនៅនឹងកន្លែងដោយសារតែវាអញ្ចឹងទៅហើយដូច្នេះពួកគេក៏បានដឹងថាសត្វបិសាចទាំងអស់នេះគឺជាការកោះហៅរបស់ចាងស៊ឺដែលជាបុរសពាក់ឈុតខ្មៅមិនទុកពេលពួកគេច្រើនទៀតចាងស៊ឺក៏បញ្ជានៅបិសាចដែលគេបានកោះហៅនឹងឲ្យចូលទៅចាត់ការវិបហាទៅលើមនុស្សក្រុមចាប់ចម្រិតទាំងអស់នឹងខ្វាច់ផងហក់ក្រញាំហក់ខំផងដាល់ផងព្រមជាមួយនឹងវត្តនឹងជន់ផងមិនថាពួកគេព្យាយាមតទល់ជាមួយនឹងពួកបិសាចទាំងអស់នឹងប៉ុណ្ណានោះទេនៅតែមិនអាចមានប្រយោជន៍នោះឡើយនៅចុងក្រោយពួកគេក៏ត្រូវបានបិសាចដែលត្រូវបានកោះហៅដោយចាងស៊ឺចាត់ការឲ្យដេករៀលនៅនឹងកន្លែងទាំងអស់តែម្ដងចាត់ការពួកគេទាំងអស់គ្នានឹងរួចហើយចាងស៊ឺក៏ដើរទៅប្រមូលពីទ្រព្យសម្បត្តិនៅលើខ្លួនរបស់ពួកគេយកមកទៅក្រុមចាប់ចម្រិតទាំងអស់នឹងពួកគេគឺមាននៅរបស់ល្អជាច្រើនក៏ធ្វើឲ្យចាងស៊ឺពិតជាសប្បាយចិត្តជាខ្លាំងនៅក្នុងនោះក៏មានសន្លឹកយន្តមួយផងដែរ System ក៏បញ្ជាក់ប្រាប់ចាងស៊ឺថាសន្លឹកយន្តនេះគឺវាមានការផ្ទុះរហូតដល់ចម្ងាយ3ម៉ែត្ររយៈពេលនៃការផ្ទុះរបស់វាវិញគឺមានរហូតទៅដល់100វិនាទីឯណោះដោយបែបនេះចាងស៊ឺក៏ដឹងថាវាអាចច្បាស់ជានឹងមានប្រយោជន៍នៅពេលខាងមុខជាមិនខានរួចហើយចាងស៊ឺក៏បញ្ញាប់ដើរចូលទៅក្នុងច្រកទ្វារមួយតែគេមិនតាន់ចូលទៅផងប្រកមាព្រមជាមួយនឹងកញ្ញាពីរនាក់នោះក៏បានរត់មកពីចម្ងាយខត់ដំណើររបស់ចាងស៊ឺកុំឲ្យតាន់ចាស់ចាញ់រួចហើយប្រកមានឹងក៏បានមកកាន់ដៃចាងស៊ឺអរគុណគេកញ្ញាពីរនាក់នោះក៏ដូចគ្នាហើយប្រកមាគេក៏និយាយផងដែរថាគេនឹងត្រូវតែសងគុណមកកាន់ចាងស៊ឺវិញនៅជាបរិបពាក់ឈុតខ្មៅដែលបានជួយសង្គ្រោះជីវិតរបស់ពួកគេសួរមកកាន់ចាងស៊ឺថាតើ1លានវាគ្រប់គ្រាន់ដែរឬក៏អត់ចាងស៊ឺក៏បានតបមកវិញថាមិនអីនោះទេគេគ្រាន់តែឃើញរឿងអយុត្តិធម៌គឺមិនអាចបើកភ្នែកចូលមើលបានគឺតែមិនចង់ឃើញមនុស្សទាំងអស់នោះធ្វើបាបមនុស្សទន់ខ្សោយដូចជាពួកគេនេះដែរចាងស៊ឺក៏និយាយក្នុងចិត្តទាំងដកទាំងហើមធំផងដែរថាលុយ1លាននេះគឺពិតជាចំនួនដ៏ច្រើនណាស់ហើយប្រកមាគេពិតជាអ្នកមានពិតមែនប៉ុន្តែគេមិនអាចទទួលវាបាននោះទេព្រោះនៅពេលដែលផ្ទេរលុយទៅកាន់កុងទីនីគីច្បាស់ជាបាច់ធ្លាយនៃអត្តសញ្ញាណពិតជាមិនខានអញ្ចឹងហើយក៏បញ្ញាប់លាប្រកមាព្រមជាមួយនឹងកញ្ញាពីរនាក់នោះដើរចូលទៅកាន់ច្រកទ្វារហ្នឹងទៅបន្ទាប់ពីចាងស៊ឺចាក់ចេញទៅបានប្រកមាជាមួយនឹងកញ្ញាពីរនាក់នឹងពិតជារំភើបញាប់ញ័រជាមួយនឹងការជួយសង្គ្រោះពីសំណាក់ចាងស៊ឺជាខ្លាំងនឹងថែមទាំងបានចាប់ទុកចាងស៊ឺគឺជាវីរៈបុរសរបស់ពួកគេថែមទៀតងាកមកខាងចាងស៊ឺឯនេះវិញបន្ទាប់ពីគេចូលមកដល់ជាន់ទី2នៃអាណាចក្របិសាចគេពិតជាមានការភ្ញាក់ផ្អើលអំពីអ្វីដែលគេបានឃើញនៅចំពោះមុខនេះខ្លាំងណាស់ហើយ System ក៏ស្វាគមន៍គេដែលបានមកកាន់ជាន់ទី2នេះដូចគ្នារួចក៏លើសំឡេងអ្នកខ្លះប្រកាសរកសមាជិកចូលរួមក្រុមផងដែរគេរកអ្នកដែលរើសពីកម្រិត B គឺក៏ rank B បើសិនកម្រិតទេពកោសល្យរបស់ពួកគេទាបពេកដូច្នេះគ្រាន់តែបងនៅបារ Crystal ព្រលឹងកម្រិតផែនដីចំនួន10គ្រាប់ទៅគេអាចចូលរួមបានហើយចំពោះសាច់រឿងនៃភាគទី8របស់យើងក៏ត្រូវបញ្ចប់នៅត្រឹមនេះចាប់ផ្ដើមឡើងនៅក្នុងភាគទី9នេះជាមួយនឹងចាងស៊ឺរបស់យើងនឹងហើយយើងក៏បានលើសំឡេងនឹងអ្នកខ្លះកំពុងតែប្រកាសរកក្រុមថែមទៀតតែចាងស៊ឺរបស់យើងនេះគេគិតថាគេគួរតែនៅម្នាក់ឯងគឺវាល្អជាងរួចហើយគេក៏បានណែនាំឲ្យបានដឹងអំពីកម្រិតនៃសត្វបិសាចនៅក្នុងអាណាចក្របិសាចជាន់ទី2នេះបិសាចពីងពីងវាមានពឹសខ្លាញ់ពូកែនៅក្នុងការបំលាស់ទីទៅក្នុងបណ្ដាញនៃខ្សែពីងពីងរបស់វាបិសាចប្រជៀវទោះបីជាការវិបហារបស់វាមិនសូវខ្ពស់ក៏ដោយប៉ុន្តែការវិបហារបស់វាម្ដងគឺមកជាវងហើយគឺអាចបឺតឈាមមនុស្សបានបិសាចកង្កែបធានស្បែកស្វិតព្រមជាមួយនឹងសាច់ដ៏ក្រាស់រូបរាងដ៏ធំរបស់វាហើយការវិបហាធម្មតាគឺមិនអាចជាឥទ្ធិពលមកលើវាអ្វីបាន
បានឡើយមើលការណែនាំរបស់គេរួចហើយចាស់ស៊ឺក៏នៅតែបន្តធ្វើដំណើរតែម្នាក់ឯងតែទន្ទឹមជាមួយគ្នាផងដែរនឹងក៏ស្រាប់តែមានការវិប្រហាពីបិសាចពីងពីងដោយបាញ់សំណាញ់របស់វាមកតែសំណាងល្អដែលចាស់ស៊ឺគេរវះលឿនទាន់គេចេញពីការវិប្រហារបស់បិសាចពីងពីងពឹសបែបនេះចាស់ស៊ឺគេក៏បានដឹងថាសត្វបិសាចនៅក្នុងអាណាចក្របិសាចជាន់ទី2នេះគឺវាខ្លាំងជាងនៅជាន់ទី1ទៅទៀតមិនចាំយូរចាស់ស៊ឺក៏បានធ្វើការក៏ហៅសត្វបិសាចដែលជាបិសាចទុនសាយរបស់គេឲ្យចូលមកប្រយុទ្ធជាមួយនឹងបិសាចពីងពីងពឹសតែម្ដងនៅពេលដែលបិសាចទុនសាយហក់ចូលទៅវិប្រហាបិសាចពីងពីងពឹសវាក៏បានបាញ់នៅសំណាញ់របស់វាចាប់ចងបិសាចទុនសាយនឹងព្រមជាមួយនឹងបាញ់ពឹសមកលើពួកវាថែមទៀតធ្វើឲ្យចាស់ស៊ឺមានការព្រួយបារម្ភជាខ្លាំងក៏ព្រោះតែបិសាចពីងពីងនេះការវិប្រហារបស់វាមិនសូវប៉ុន្មាននោះទេប៉ុន្តែចំពោះពឹសរបស់វាវិញគឺធ្វើឲ្យឈាមមានការហូរជាខ្លាំងបើទោះបីជាបិសាចទុនសាយរបស់ចាស់ស៊ឺស្ថិតនៅក្នុងកម្រិតទី2ក៏ដោយដូច្នេះហើយចាស់ស៊ឺគេក៏បានធ្វើការក៏ហៅនៅបិសាចរបស់គេបន្ថែមទៀតហើយគេក៏បានប្រើប្រាស់ព្រួយរបស់គេបាញ់វាប្រហារមកកាន់បិសាចពីងពីងនឹងស្របពេលតែមួយជាមួយនឹងគ្នាផងដែរដោយនាទីបំផុតចាស់ស៊ឺគេក៏អាចចាត់ការនៅបិសាចពីងពីងពឹសនេះបានសម្រេចធ្វើវាងាប់នៅនឹងកន្លែងតែម្ដងបន្ទាប់ពីសាកសពបិសាចពីងពីងពឹសរលាយបាត់ទៅវាក៏បានលេចឡើងនៅបាគ្រីស្តាល់ព្រលឹងតែពីរប៉ុណ្ណោះធ្វើឲ្យចាស់ស៊ឺឡើងសង្ហាចិត្តតែម្ដងក៏ព្រោះតែគេបានចំណាយបិសាចទុនសាយកម្រិតទី2ឯណោះប៉ុន្តែបានតែប៉ុណ្ណឹងប៉ុន្តែចាស់ស៊ឺក៏មិនខ្វល់ទៀតដែរគេក៏បានសាកល្បងធ្វើការក៏ហៅនៅបិសាចពីងពីងពឹសឡើងមកតែម្ដងឆែកមើលអំពីសមត្ថភាពរបស់បិសាចពីងពីងពឹសបន្ថែមនឹងបានដឹងថាវាខុសគ្នាជាមួយនឹងបិសាចនៅក្នុងជាន់ទី1ឆ្ងាយណាស់ដោយបិសាចពីងពីងពឹសនឹងវាគឺខ្លាំងជាងបិសាចអណ្ដែតឡាវ៉ាព្រមជាមួយនឹងបិសាចទុនសាយនៅជាន់ទី1នឹងដាច់ឆ្ងាយតែម្ដងចាស់ស៊ឺគេក៏ខ្ជិលគិតច្រើនទៀតអញ្ចឹងក៏បន្តរុករកបន្តទៀតដែលបណ្ដាលនឹងល្អបណ្ដាលអំពីការដែលគេបានចំណាយនៅបិសាចទុនសាយទាំងពីរក្បាលនោះដោយដោមកជាមួយនឹងបិសាចពីងពីងពឹសនៅជាន់ទី2នេះបើទោះបីជាបិសាចនៅជាន់ទី2វាខ្លាំងជាងនៅជាន់ទី1ក៏ដោយប៉ុន្តែដូចជារៀងខាតបន្តិចហើយចាស់ស៊ឺគេគិតបន្តទៀតផងដែរថាគេដើរយូរទៅហើយប៉ុន្តែដូចមិនសូវឃើញសត្វសោះតែអាចថាវាលាក់ខ្លួននៅកន្លែងណាដែរឬក៏អត់និយាយមិនតាន់ផុតពីមាត់ស្រួលបួតផងក៏ស្រាប់តែវងបិសាចប្រជៀវជញ្ជក់ឈាមក៏បានសម្រុកវិប្រាលើគេតែចៃដន្យចាស់ស៊ឺក៏បានគេចផុតបន្តិចនឹងព្យាយាមធ្វើការក៏ហៅនៅសត្វវិស័យរបស់គេទាំង3ប្រភេទនៅជាន់ទី1នឹងឲ្យចូលមកវិប្រាទប់ទល់ជាមួយនឹងបិសាចប្រជៀវជញ្ជក់ឈាមនឹងដោយដំបូងឃើញតែអាចទប់ទល់នឹងវិប្រាទៅលើបិសាចប្រជៀវទាំងអស់នោះបានតែនៅចុងក្រោយក៏ត្រូវបានបិសាចប្រជៀវទាំងអស់នឹងធ្វើការច្បឺតជញ្ជក់ឈាមពីសត្វបិសាចរបស់គេដែលបានក៏ហៅនឹងដើម្បីព្យាបាលរបួសរបស់វាបានតែមទៀតធ្វើឲ្យបិសាចរបស់ចាស់ស៊ឺដែលបានក៏ហៅមកនឹងត្រូវរបួសស្ទើរតែខ្សោះខ្លួនទៅហើយចាស់ស៊ឺក៏គិតផងដែរថាបើនៅតែបែបនេះបន្តទៀតច្បាស់ជាមិនល្អឡើយការពលីរបស់បិសាចទាំងអស់នោះនឹងប្រែទៅជាអត់ប្រយោជន៍គេក៏បានធ្វើការក៏ហៅនៅបិសាចពីងពីងពឹសមកបន្ថែមទៀតឲ្យចូលទៅជួយវិប្រហាលើបិសាចទាំង3ប្រភេទនោះបិសាចពីងពីងចេញមកដល់ភ្លាមវាក៏បានប្រើប្រាស់សំណាញ់របស់វាចាប់ចងទៅលើបិសាចប្រជៀវទាំងអស់នោះថែមទាំងបានប្រើប្រាស់ពឹសរបស់វាធ្វើការវិប្រហាមកកាន់បិសាចប្រជៀវធ្វើឲ្យវាបន្តកាន់តែអស់ឈាមបន្តិចម្ដងថែមទាំងធ្វើឲ្យផ្អាកនូវសកម្មភាពរបស់វាថែមទៀតចាស់ស៊ឺគេក៏មិនឈរអោបដៃមើលនោះទេអញ្ចឹងគេក៏ព្យាយាមប្រើប្រាស់ព្រួយរបស់គេបាញ់វិប្រហាទៅកាន់បិសាចប្រជៀវទាំងអស់នឹងដើម្បីជួយសត្វរបស់គេដូចគ្នាដោយនៅចុងក្រោយបិសាចប្រជៀវទាំងអស់នឹងក៏ត្រូវបានដេកងាប់ភ្លាមនៅនឹងកន្លែងបន្ទាប់ពីរួមកម្លាំងគ្នាពីសត្វបិសាចដែលគេបានក៏ហៅចំនួន4ប្រភេទព្រមជាមួយនឹងការរួមដៃរបស់គេតែចាស់ស៊ឺគេក៏នៅតែរអ៊ូផងដែរថាទោះបីជាបែបនេះក៏ដោយបិសាចនៃការក៏ហៅរបស់គេនេះក៏នៅតែត្រូវបាត់បង់អស់ជាច្រើនផងដែរប៉ុន្តែវាក៏នៅសល់ប្រមាណក្បាលដែលវាជាសត្វបិសាចដែលខ្លាំងអត់ចាំយូរទៀតចាស់ស៊ឺគេក៏បានធ្វើការក៏ហៅឡើងវិញនៅសត្វបិសាចប្រជៀវជញ្ជក់ឈាមឡើងមកជាច្រើនក្បាលបន្តទៀតដើម្បីជំនួសនៅកន្លែងរបស់សត្វបិសាចចាស់ដែលបានងាប់ពីការក៏ហៅរបស់គេដោយបិសាចប្រជៀវទាំងអស់នឹងបើប្រៀបធៀបជាមួយនឹងបិសាចពីងពីងគឺវាស្មើគ្នាតែម្ដងហើយបូករួមជាមួយនឹងបិសាចប្រជៀវជញ្ជក់ឈាមដែលទៅតែនឹងធ្វើការក៏ហៅឡើងមកនេះសរុបទាំងអស់ចំនួនសត្វបិសាចដែលគេអាចក៏ហៅបានគឺមាន8ក្បាលដូច្នេះហើយចាស់ស៊ឺគេគិតថាវាគួរទៅដល់ពេលដែលគេត្រូវទៅស្វែងរកនៅមេបិសាចនៅជាន់ទី2នេះហើយដែលជាបិសាចកង្កែបធាននៅពេលដែលចាស់ស៊ឺគេបានធ្វើដំណើរចិត្តមកក្បែរមេបិសាចដែលជាបិសាចកង្កែបធាននឹងគេក៏បានប្រទះឃើញមនុស្សជាច្រើនផងដែរគឺពិតជាមានភាពងឿងឆ្ងល់ជាខ្លាំងយើងងាកមកខាងក្រុមទាំងអស់គ្នានឹងវិញម្នាក់ក្នុងចំណោមក្រុមទាំងអស់នឹងក៏បាននិយាយផងដែរថាពួកគេទាំងអស់គ្នាក៏គួរតែរួមកម្លាំងគ្នាដើម្បីកម្ចាត់នៅមេបិសាចនៅជាន់ទី2នេះប៉ុន្តែហេតុអ្វីបានជានៅពេលដែលត្រូវចូលរួមហើយគឺត្រូវបង់នៅបាល់គ្រីស្តាល់ព្រលឹងចំនួន10គ្រាប់អញ្ចឹងនេះវាគឺជារឿងដែលមិនសមហេតុផលនោះទេម្យ៉ាងវិញទៀតពួកគេធ្វើការអភិវឌ្ឍខ្លួនឯងដើម្បីកម្ចាត់ពពួកបិសាចទាំងអស់នោះចេញពីប្រទេសវាគឺជាមហន្តរាយរបស់ប្រទេសជាតិដូច្នេះហើយពួកគេទៅតែរួបរวมគ្នាដើម្បីការពារប្រទេសរបស់ខ្លួនដោយបានគង់វង្សប៉ុន្តែហេតុ
អ្វីបានជាពួកគេទាំងអស់នឹងបើជាតិយកការនៅពេលដែលប្រទេសជាតិជួបគ្រោះមហន្តរាយដើម្បីទទួលបានលៀបសក្ការៈទៅវិញមនុស្សប្រមាណអ្នកទៀតក៏និយាយផងដែរថាមនុស្សមួយក្រុមនោះដែលបានទាមទារបើគ្រីស្តាល់ពលឹងពីការចូលរួមរបស់ពួកគេនេះគឺមានទំនាក់ទំនងជាមួយនឹងអ្នកធ្វើការក្នុងជួររដ្ឋាភិបាលងាកទៅមើលមនុស្សមួយក្រុមដែលបានក្អេងក្អាងកាងនៅកន្លែងហ្នឹងវិញគេក៏បានឲ្យមនុស្សគ្រប់គ្នាបាត់មាត់ភ្លាមទៅពួកគេគឺថ្លង់ខ្លាំងណាស់ឲ្យមើលផ្លាកដែលគេបានដាក់ហ្នឹងទៅបើចង់ចូលរួមត្រូវបង់តម្លៃនៅបើគ្រីស្តាល់ពលឹងព្រោះតែមេបិសាចនៅពេលនេះគឺត្រូវបានឡោមព័ទ្ធទៅដោយក្រុមរបស់ពួកគេហើយបើមិនចង់ចូលរួមជាមួយនឹងពួកគេនេះទេឆាប់ចេញភ្លាមទៅគេនិយាយបានតែប៉ុណ្ណេះសាច់រឿងនៃភាគទី9របស់យើងក៏ត្រូវបញ្ចប់នៅត្រឹមនេះចាត់ដើមឡើងនៅក្នុងភាគទី10នេះដោយមនុស្សពីរក្រុមនឹងនៅតែប្រកែកគ្នាចុះឡើងរញ៉េញ៉ៃពេញនឹងអំពីការបង់ថ្លៃដើម្បីមានការធ្វើការវិប្រហាទៅកាន់បិសាចកង្កែបធានមនុស្សដែលបានកាងនៅកន្លែងនឹងប្រមាណអ្នកនោះក៏បាននិយាយមកកាន់ពួកអ្នកទាំងអស់គ្នាដែលបដិសេធមិនយល់ស្របទៅនឹងការបង់ថ្លៃនឹងថាឲ្យពួកគេឆាប់ចេញភ្លាមទៅបើសិនជាពួកគេមិនចង់បង់ថ្លៃការពាររបស់ខ្លួនដោយមិនចង់វាយទៅលើមេបិសាចនៅក្នុងជាន់ទី2នេះឆាប់បញ្ញាប់ចាស់ចេញអស់ទៅកន្លែងដើមរៀងខ្លួនបាត់ទៅជាមួយគ្នាផងដែរនឹងចាំងស៊ឺក៏បានដើរជ្រែកគេទាំងអស់គ្នានឹងចូលមកខាងមុខហើយក៏បានលើកដៃថាគេគឺជាអ្នកដែលសុកចិត្តបង់ថ្លៃដើម្បីចូលទៅធ្វើការវិប្រហាលើមេបិសាចនៅជាន់ទី2នេះដើមមកចិត្តអាម្នាក់ដែលស្រែកឡូឡាកាងគេកាងអីមិនឲ្យចូលទៅវិប្រហាមេបិសាចនឹងដោយគេបាននិយាយតិចជាមួយនឹងអាមួយនឹងថាគេអត់មានបាល់គ្រីស្តាល់ព្រលឹងនោះទេក៏ព្រោះតែគេទើបតែមកកាន់អាណាចក្របិសាចជាន់ទី2នេះកាលពីមិនសូវវិញប៉ុណ្ណោះប៉ុន្តែអាចដូរទៅជាដុំមាន10ដុំដែរឬក៏អត់ធ្វើឲ្យអាមួយនឹងពិតជាមានការចាប់ឲ្យជាខ្លាំងអញ្ចឹងចាស់ស៊ឺក៏ព្យាយាមបោះស្រាយប្រាប់គេថានៅផ្ទះរបស់គេនៅពិភពលោកខាងក្រៅឯណោះគឺគេមានប្រាក់អញ្ចឹងហើយអាចទិញដុំមានយកមកប្រគល់ឲ្យគេបានប្រសិនបើគេព្រមឲ្យខ្លួនចូលទៅវិប្រហាបិសាចដើម្បីទទួលបានកូនសោបើកជាប់ទ្វារចូលទៅការអាណាចក្របិសាចជាន់ទី3ដូច្នេះហើយមួយនឹងគេក៏យល់ស្របទៅនឹងសំណើរបស់ចាំងស៊ឺប៉ុន្តែក៏និយាយគម្រាមមកកាន់ចាំងស៊ឺថាបើសិនជាមិនដូចអ្វីដែលគេបាននិយាយចាំងស៊ឺគេច្បាស់ជានឹងដឹងថានឹងទទួលបានផលវិបាកបែបណាខ្លះហើយចាំងស៊ឺគេនឹងមិនអាចចាក់ចេញពីអាណាចក្របិសាចនេះបានឡើយបន្ទាប់ពីនិយាយត្រូវរើគ្នារួចហើយអាមួយនឹងព្រមយុក្រុមរបស់គេក៏បាននាំចាំងស៊ឺទៅកាន់កន្លែងមេបិសាចជួបជាមួយនឹងមេក្រុមរបស់ពួកគេប្រាប់មេក្រុមរបស់ពួកគេថាចាំងស៊ឺគឺជាអ្នកដែលព្រមបង់នៅថ្លៃដើម្បីចូលទៅវិប្រហាមេបិសាចរួចហើយគេក៏បានប្រហែលយើងបានឃើញអំពីមុខមាត់របស់មេក្រុមគេនឹង system ចាំងស៊ឺក៏បានប្រាប់ចាំងស៊ឺអំពីព័ត៌មានតាក់ទងជាមួយនឹងមេក្រុមគេនឹងផងដែរឈ្មោះមេក្រុមរបស់គេនឹងគឺជាអ្នកចម្បាំងពិឃាតគេក៏ជាអ្នកខ្លាំងម្នាក់ក្នុងចំណោមអ្នកខ្លាំងផ្សេងទៀតផងដែរដែលបែបនេះចាំងស៊ឺគេគិតផងដែរថាការវិតម្លៃរបស់កញ្ញាលាវយាអ៊ីងនាងគឺជាជើងខ្លាំងនៅក្នុងការប្រើប្រាស់ដាវប៉ុន្តែបុរសម្នាក់នៅខាងមុខគេនេះច្បាស់ជាជើងខ្លាំងដែលអាចប្រៀបស្មើជាមួយនឹងកញ្ញាលាវយាអ៊ីងបានហើយរួចហើយពួកគេទាំងអស់គ្នានឹងក៏បានដើរទៅខាងមុខទៅកន្លែងដែលជាមេបិសាចស្នាក់នៅនិយាយរួមទៅអ្នកដែលព្រមបង់ថ្លៃការពារឲ្យមនុស្សមួយក្រុមនឹងដែលបានកាងនៅកន្លែងនឹងគឺមិនមានតែចាំងស៊ឺម្នាក់នោះទេគឺមានអ្នកផ្សេងប្រមាណអ្នកផងដែរមួយក្អេងកាងជាងគេនៅពីមុខច្រាស់ចូលនឹងក៏បានប្រាប់អ្នកដែលព្រមបង់ថ្លៃការពារនឹងថានៅពេលដែលមេក្រុមរបស់គេចូលទៅប្រយុទ្ធជាមួយនឹងបិសាចត្រូវតែនៅក្បែរនឹងដើម្បីត្រៀមប្រហើយមេបិសាចទទួលបានកូនសោព្រមនៅមកដល់ទីតាំងដែលបិសាចកង្កែបធានស្នាក់នៅព្រមជាមួយនឹងពួកគេបានឃើញនៅច្រកទ្វារចូលទៅកាន់ជាន់ទី3ផងដែរគ្រាន់តែឃើញពីរូបរាងដ៏ធំរបស់បិសាចកង្កែបធាននេះរួចហើយធ្វើឲ្យអ្នកគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងសូម្បីតែចាំងស៊ឺក៏ភ្ញាក់ផ្អើលជាខ្លាំងផងដែរនឹងគិតថាតើពួកគេគួរតែប្រយុទ្ធជាមួយនឹងបិសាចកង្កែបធាននេះដោយរបៀបណាទៅងាកមកខាងមេក្រុមរបស់មនុស្សមួយក្រុមនឹងវិញក៏បានដោះអាវចេញនឹងបានប្រាប់អ្នកគ្រប់គ្នាថាឲ្យនៅឆ្ងាយពីខ្លួនបន្តិចទៅគេនឹងមិនទទួលខុសត្រូវចំពោះរបួសដោយចៃដន្យណាមួយឡើយប្រសិនបើពួកគេមិនស្ដាប់ខ្លួនហើយម្នាក់នឹងក៏បាននិយាយយើងបានដឹងថាគេគឺបានធ្វើការសម្លាប់ទៅកាន់បិសាចកង្កែបធាននេះចំនួន39ក្បាលមកហើយមេក្រុមម្នាក់នឹងដោះអាវរួចហើយក៏បានសម្រុកចូលដោយប្រើប្រាស់កណ្ដាប់ដៃភ្លើងរបស់គេវិប្រាទៅកាន់ខ្លួនប្រាណបិសាចកង្កែបធានយ៉ាងរហ័សមិនសំចៃដៃនោះឡើយធ្វើឲ្យអ្នកគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងហើយអ្នកដែលបានបង់ថ្លៃការពារឲ្យពួកគេទាំងអស់គ្នានឹងពួកគេក៏រៀងសប្បាយចិត្តបន្តិចផងដែរព្រោះបើសិនបើពួកគេមិនព្រមបង់ថ្លៃការពារឲ្យមនុស្សមួយក្រុមនឹងទេច្បាស់ណាពួកគេនឹងមិនអាចយកឈ្នះបិសាចកង្កែបធាននឹងបាននោះឡើយកំឡុងពេលដែលមេក្រុមរបស់ពួកគេវិប្រហាមកកាន់បិសាចកង្កែបធាននឹងក៏បានឃើញថាវាបានអស់ឈាម1/3ទៅហើយប៉ុន្តែបិសាចកង្កែបធាននេះវាក៏បានបាញ់ភ្លើងវិប្រហាមកកាន់មេក្រុមគេផងដែរគ្រាន់តែថាមេក្រុមគេនឹងអាចគេចផុតហើយវាក៏បានប្លង់មកកាន់មនុស្សមួយក្រុមដែលអត់ដឹងអីមិនបានទៅប៉ះពាល់បិសាចកង្កែបនឹងនោះទេហើយពួកគេក៏ព្យាយាមគេចពីការវិប្រហានៃដុំភ្លើងមួយនឹងបានដូចគ្នាផងដែរចំណែកចាំងស៊ឺយើងវិញគេគិតផងដែរថានៅពេលនេះបិសាចកង្កែបវាបានអស់ឈាមដោយនៅសល់តែ1/2ប៉ុណ្ណោះដូច្នេះហើយគេនឹងស្វែងរកឱកាសល្អដើម្បីធ្វើការវិប្រហាផ្ដាច់សម្លាប់ទៅកាន់បិសាចកង្កែបធាននេះ
ដើម្បីឲ្យក្លាយទៅជាបិសាចក្នុងការកោះហៅរបស់គេមិនយូរប៉ុន្មានបិសាចកង្កែបធានធាននឹងវាក៏បានអស់ឈាមស្ទើរតែខ្ទេចទៅហើយដូច្នេះចាងស៊ឺក៏បានយាព្រួយរបស់គេបាញ់តម្រង់ទៅកាន់ខ្លួនប្រាណរបស់បិសាចកង្កែបធានធានធ្វើឲ្យបុយក្រុមរបស់ពួកគេនោះមានការភ្ញាក់ផ្អើលជាមួយនឹងក្របព្រួយមួយនឹងផងដែរមិនត្រឹមតែប៉ុណ្ណឹងមួយទេមេក្រុមគេនឹងក៏មានការភ្ញាក់ផ្អើលមួយតង់ទៀតជាមួយនឹងការប្រែខ្លួនរបស់បិសាចកង្កែបធានធានមួយកម្រិតទៀតដោយសារតែការខឹងសម្បាររបស់វាក៏ដូចជាកំហឹងរបស់វាផងដែរហើយកូនចៅរបស់មេក្រុមម្នាក់នឹងវិញក៏បានសែកសួរទៅចាងស៊ឺថាតើគេចង់ធ្វើអ្វីមានបំណងអ្វីឲ្យប្រកបតែចំពោះមេក្រុមរបស់ពួកគេវិញក៏បានប្រាប់កូនចៅរបស់ខ្លួនថាមិនបាច់រៀបរៀងចាងស៊ឺនោះទេទុកឲ្យចាងស៊ឺចាត់ការបិសាចកង្កែបធានធាននឹងតែព្រោះតែចាងស៊ឺគឺចង់ប្រាច់បិសាចកង្កែបធានធាននេះទៅហើយបិសាចកង្កែបធានធាននឹងវាក៏បានបង្វែរការវិប្រាទៅកាន់ចាងស៊ឺវិញម្ដងដេញតាមវិប្រាចាងស៊ឺនោះឯងមេក្រុមគេនឹងក៏គិតទៀតផងដែរថាចាងស៊ឺគឺជាអ្នកថ្មីតែប៉ុណ្ណោះប៉ុន្តែគេបែរជាក្លាហានដល់ម្ល៉េះហើយការដែលគេធ្វើបែបនេះគឺប្រៀបដូចជាយកជីវិតរបស់គេនេះទៅបោះចោលអញ្ចឹងមេក្រុមរបស់គេនឹងក៏និយាយទៀតផងដែរថាគេគឺធ្លាប់បានឃើញពីការវិប្រាដោយដុតទាំងរស់ពីសំណាក់បិសាចកង្កែបធានធាននេះទៅលើមនុស្សជាច្រើនអ្នកទៅហើយចំពោះអ្នកផ្សេងវិញពួកគេក៏បាននិយាយបែបចំអកក៏ដូចជាមើលស្រាលពីសមត្ថភាពរបស់ចាងស៊ឺផងដែរថាគេគ្រាន់តែជាអ្នកថ្មីតែប៉ុណ្ណោះប៉ុន្តែបែរជាហ៊ានចូលទៅវិប្រាជាមួយនឹងមេបិសាចនៅជាន់ទី2នេះតែម្នាក់ឯងមើលទៅគេរស់ឡើងធុញហើយបើទោះបីជាគេអាចធ្វើការសម្លាប់ទៅកាន់មេបិសាចនៅជាន់ទី2នេះបានក៏ដោយក៏មិនប្រកាសថាគេអាចចាក់ចេញពីអាណាចក្របិសាចនេះបានដូចគ្នាក៏ព្រោះតែក្រុមមនុស្សទាំងអស់នោះដែលបានកាំងនៅតំបន់នេះគេនឹងមិនអនុញ្ញាតឲ្យចាងស៊ឺចាក់ចេញនោះឡើយក៏ព្រោះតែពួកគេគឺរកប្រាក់មិនមែនរកមិត្តភាពនោះទេងាកមកខាងចាងស៊ឺដែលកំពុងតែព្យាយាមធ្វើការប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយនឹងបិសាចកង្កែបធានធាននេះវិញគេក៏បានធ្វើការកោះហៅនៅបិសាចរបស់គេឡើងមកដើម្បីជួយទប់ទល់ដោយបញ្ជាពួកវាឲ្យទៅហុំព័ទ្ធលើខ្លួនប្រាណរបស់បិសាចកង្កែបធានធានអ្នកផ្សេងឯណោះវិញបន្ទាប់បានឃើញចាងស៊ឺធ្វើការកោះហៅនៅសត្វបិសាចធ្វើឲ្យពួកគេពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថាចាងស៊ឺគេអាចកោះហៅនៅសត្វបិសាចមកធ្វើជាកងជំនួយរបស់គេបានឡើយចំពោះមេក្រុមរបស់ពួកគេឯណោះវិញក៏និយាយផងដែរថាទេពកោសលនៃការកោះហៅបិសាចដើម្បីមកធ្វើជាបរិវាររបស់ខ្លួននេះគឺពិតជាចម្លែកខ្លាំងណាស់ហើយក៏អស្ចារ្យដែរគេរត់តែមិនដែលឃើញអំពីទេពកោសលនៃការកោះហៅបិសាចនេះដូចគ្នាត្រឡប់មកកាន់ចាងស៊ឺដែលកំពុងតែប្រយុទ្ធរួមគ្នាជាមួយនឹងសត្វបិសាចរបស់គេដែលបានកោះហៅនឹងក៏ព្យាយាមធ្វើការវិប្រហាមមកកាន់បិសាចកង្កែបធានធាននឹងរហូតសល់ឈាមតែបន្តិចប៉ុណ្ណោះអញ្ចឹងចាងស៊ឺគឺបានប្រើប្រាស់ព្រួយរបស់គេបាញ់3ខត់ធ្វើការវិប្រហាមបង្ហាញបិសាចកង្កែបធានធាននឹងជាលើកខាងក្រោយនឹងសម្រាប់វាបានដោយជោគជ័យធ្វើឲ្យចាងស៊ឺខ្លួនគេបន្តនេះឡើងធូរទ្រូងខ្សែវតែម្ដងប៉ុន្តែពីតែប្រផាត់ប្រផាយតែហ្នឹងនិយាយរួមទៅគឺយ៉ាងលំបាកលំបិនតែម្ដងទម្រាំតែចាត់ការបិសាចកង្កែបធានធានដែលជាមេបិសាចនៅជាន់ទី2នេះតែសាច់រឿងក៏មិនទាន់បាននិយាយទៅមុខទៀតដែរព្រោះតែវាត្រូវបញ្ចប់នៅត្រឹមនេះចាប់ដើមឡើងនៅក្នុងពិធីដ៏មួយនេះជាមួយនឹងអ្នករកគ្នានៅទីនោះពិតជាមានការញាប់អាលជាមួយនឹងសមត្ថភាពរបស់ចាងស៊ឺជាខ្លាំងដែលមិននឹកស្មានថាគេអាចសម្លាប់ទៅលើមេបិសាចនៅក្នុងជាន់ទី2នេះបានឡើយអ្នកខ្លះក៏ស្ទើរតែមិនគួរជឿទាំងអស់ហ្នឹងហើយអ្នកខ្លះទៀតក៏និយាយថាចាងស៊ឺគេទៅតែជាអ្នកថ្មីតែប៉ុណ្ណោះបើជាមានសមត្ថភាពដ៏ចាស់ម្លឹងងាកមកខាងចាងស៊ឺនេះវិញបន្ទាប់ពីបានសម្លាប់មេបិសាចនៅជាន់ទី2វាក៏បានបង្ហាញនៅបាគ្រីស្តាល់ព្រលឹងជាច្រើនពណ៌ក៏បានន័យថាជាច្រើនកម្រិតផងដែរចំពោះក្រុមគ្នាពួកអាដែលកាងនៅតំបន់នេះវិញពួកគេក៏និយាយថាមិនចម្លែកទេដែលចាងស៊ឺហ៊ានប្លន់សัตว์ពីពួកគេបែបនេះដោយក្នុងក្រុមនឹងអាមួយលោឡាជាងគេនោះក៏និយាយមកចាងស៊ឺថាឲ្យចាងស៊ឺនឹងទុករបស់មានតម្លៃនៅទីនេះចោះបើមិនដូច្នេះទេចាងស៊ឺគេនឹងមិនអាចចាក់ចេញទៅខាងក្រៅដោយរស់បាននោះឡើយនៅថ្ងៃនេះលើសំដីពួកអកនឹងបែបហ្នឹងចាងស៊ឺក៏និយាយក្នុងចិត្តថាបើជាហ៊ាននិយាយថាខ្ញុំប្លន់សัตว์បិសាចពីពួកគេទៅវិញបើមិនដោយសារតែពួកគេនេះបានឈររៀបរៀងជាមនៅតំបន់ដែលមេបិសាចស្ថិតនៅនោះទេទោះបីជាខ្លួនគេតែម្នាក់ឯងក៏អាចធ្វើការចាត់ការមកកាន់មេបិសាចនឹងបានដែរការគ្រប់គ្រងនៅតំបន់មេបិសាចជាន់ទី2នេះដោយគ្មានការអនុញ្ញាតនិងខុសច្បាប់បែបនេះហេតុអ្វីបានជាខ្ញុំត្រូវគោរពពួកគេផ្ដល់តម្លៃឲ្យពួកគេនិងប្រគល់ទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ឲ្យតែពួកគេទៅចាងស៊ឺក៏បន្តគិតទៀតផងដែរថាចំពោះបិសាចអណ្ដាកាឡាវ៉ាពីងពីងពឺព្រមជាមួយនឹងបិសាចប្រជិវចិញ្ចួចឈាមវាក៏បានបាត់បង់ស្ទើរតែទាំងអស់នៅពេលដែលបានប្រយុទ្ធជាមួយនឹងមេបិសាចដែលជាបិសាចកង្កែបធានធានតែយ៉ាងណាក៏ដោយចាងស៊ឺក៏គេនៅមានមេបិសាចដែលជាចោះស្រមោលនោះដែរដូច្នេះហើយគឺគ្មានបញ្ហាអ្វីនោះទេដើម្បីទប់ទល់ជាមួយនឹងមនុស្សទាំងអស់ហ្នឹងមួយមេក្រុមរបស់ពួកគេខាងនោះវិញក៏និយាយមកកាន់ចាងស៊ឺថាទេពកោសលរបស់ឯងគឺជាការកោះហៅបិសាចមែនទេអាឡិតប៉ុន្តែវាគ្មានប្រយោជន៍ចំពោះខ្ញុំនោះទេសម្រុកចូលទៅយ៉ាងលឿនប្រកណ្ដាប់ដៃភ្លើងវាប្រហាមមកកាន់បិសាចប្រជិវរបស់ចាងស៊ឺធ្លាក់មកខាងក្រោមងាប់បាត់តែម្ដងហើយអាកូនចៅរបស់គេនឹងក៏បន្តពីក្រោយថាសត្វបិសាចដែលចាងស៊ឺក៏ហៅនឹងគឺមិនស្គៀបជើងថ្មិញមេក្រុមរបស់គេឡើយអាមេក្រុមរបស់គេនឹងក៏បានប្រាប់ចាងស៊ឺឲ្យផ្ញើចោះចាញ់ភ្លាមទៅបើមិនចង់រងទោសក៏ព្រោះ
តែសត្វបិសាចដែលចាងស៊ឺក៏ហៅនឹងគឺមិនអាចធ្វើអ្វីមកលើគេបានឡើយចាងស៊ឺរបស់យើងគេមិនទាន់គិតអ្វីបានព្រាមនោះទេគេគ្រាន់តែដឹងថាគេមកតំបន់នេះគឺដើម្បីតែសម្លាប់មេបិសាចដើម្បីទទួលបានកូនសោទៅកាន់ច្រកទ្វារជាន់ទី3តែប៉ុណ្ណោះប៉ុន្តែដោយសារតែពួកគេធ្វើបែបនេះទៅហើយអញ្ចឹងចាងស៊ឺខ្លួនគេផ្ទាល់នឹងចាត់ការពួកគេឲ្យបានចាងស៊ឺគេមិនទាន់បញ្ចេញសកម្មភាពអ្វីផងក៏ស្រាប់តែមានបុរសម្នាក់បានប្រាប់ឲ្យពួកគេដែលកំពុងមានវិវាទជាមួយនឹងគ្នានឹងឈប់នៅនឹងកន្លែងកុំផ្លាស់ទីតាណារួចក៏បានបង្ហាញនៅការមួយឡើងមកនឹងប្រាប់អ្នកទប់គ្នាថាគាត់គឺជាមន្ត្រីសម្ងាត់នៃភ្នាក់ងាររដ្ឋបាលដែនបិសាចចាងស៊ឺវិញមកទៅពីឃើញបែបនេះគេក៏មានការចាប់បានបន្តិចផងដែរថាមិននឹកស្មានថាគេបែរជាភ្នាក់ងារសម្ងាត់នៃដែនបិសាចសោះចាងស៊ឺថែមទាំងដឹងទៀតផងដែរថាគាត់គឺជាមន្ត្រីសម្ងាត់នៃការិយាល័យដែនរដ្ឋបាលក៏ជាមន្ត្រីខាងវិន័យផងដែរគាត់លាក់បាំងពីអត្តសញ្ញាណពិតបែបនេះគឺដើម្បីស៊ើបអង្កេតរកភស្តុតាងផ្សេងៗពីមនុស្សដែលបានល្មើសច្បាប់នៅក្នុងដែនបិសាចដោយសារតែគាត់ចេញមុខទៅហើយអញ្ចឹងចាងស៊ឺគេគឺមិនចាំបាច់ចាត់ការដោយផ្ទាល់នោះឡើយគ្នាពួកអាមរុះអាក្រក់ទាំងអស់នោះវិញគេក៏បាននិយាយផងដែរថាបើសិនជាមន្ត្រីសម្ងាត់ម្នាក់នេះធ្វើព័ត៌មានរបស់ពួកគេនេះបែកលាយទៅខាងក្រៅគេពិបាកនៅក្នុងការសោកប៉ាន់ទៅកាន់មន្ត្រីផ្សេងទៀតខ្លាំងណាស់បើមិនដូច្នេះទេតើគួរចាត់ការគេម្ដងទៀតដែរឬក៏អត់មន្ត្រីសម្ងាត់ម្នាក់នោះគេក៏បានមកកាន់កន្លែងចាងស៊ឺហើយក៏និយាយមកកាន់ពួកមនុស្សទាំងនោះថាឲ្យពួកគេបញ្ញាប់ចោះចាញ់ភ្លាមទៅក៏ព្រោះតែគាត់បានគាត់រាល់សំណុំរឿងក៏ដូចជាអ្វីដែលពួកគេបានធ្វើរួចរាល់អស់ហើយអញ្ចឹងពួកគេបញ្ញាប់ចោះចាញ់តាមស្រួលធ្វើទៅកាន់រដ្ឋបាលដែនបិសាចដើម្បីទទួលទោសភ្លាមទៅអមេក្រុមគេនឹងក៏បានតបមកវិញថាសំទោសផងខ្ញុំគឺមិនអាចធ្វើតាមបាននោះទេរតែមិនអាចឲ្យលោកចាក់ចេញពីទីនេះបានតែទៀតដោយបែបនេះគេក៏បានបញ្ជាកូនចៅរបស់គេទាំងអស់ដើម្បីចូលទៅសម្លាប់អ្នកទាំងពីររួមជាមួយនឹងចាងស៊ឺឃើញពួកគេអត់ខ្លាចច្បាប់បែបនេះមន្ត្រីសម្ងាត់ម្នាក់នឹងគាត់ក៏រៀងចង់ភ័យបន្តិចដែរប៉ុន្តែគាត់ក៏បង្ហាញនូវជំហររបស់គាត់ប្រាប់ចាងស៊ឺឲ្យនៅក្រោយគាត់ចាំគាត់ជាអ្នកការពីគេបានប្រាប់ចាងស៊ឺទៀតថាគាត់គឺសន្យាជាមួយនឹងចាងស៊ឺនៅពេលដែលគាត់ចាត់ការមនុស្សទាំងអស់នេះរួចហើយគាត់នឹងបញ្ជូនព័ត៌មានទាក់ទងជាមួយចាងស៊ឺក៏ដូចជាណែនាំចាងស៊ឺទៅកាន់ថ្នាក់លើរបស់គាត់កូនចៅរបស់គេនោះសម្រុកចូលវិប្រហារលើពួកគាត់មួយក៏បានប្រើប្រាស់ធម្មពលទៅកកចេញពីដំបងសើរបស់គាត់បង្កក់គេនៅស្កាំងមួយកន្លែងធ្វើឲ្យមេក្រុមនិងកូនក្រនរបស់គេនោះមានការផ្ញើបានបន្តិចផងដែរប៉ុន្តែមេក្រុមរបស់គេក៏បានប្រាប់កូនចៅរបស់ខ្លួនថាកុំឲ្យខ្លាចអីព្រោះថាពលវេទមន្តរបស់មន្ត្រីសម្ងាត់ម្នាក់នោះនឹងធ្លាក់ចុះនៅរយៈពេល60វិនាទីក្រោយដូច្នេះហើយកុំចាំបាច់ឲ្យខ្ជិះខ្ជាយពេលវេលាឯងបញ្ញាប់ចាត់ការពីអ្នកនឹងឲ្យព្រាមទៅបែបនេះមួយលោឡាជាងគេនឹងក៏សម្រុកចូលប្រើដំបងរបស់គេវិប្រាទៅកាន់មន្ត្រីសម្ងាត់តែមន្ត្រីសម្ងាត់ម្នាក់នឹងក៏បានប្រើប្រាស់ក្បាច់គុណរបស់គាត់ដើម្បីចាត់ការគេបានដោយងាយគាត់ថែមទាំងបានប្រាប់ទៅកាន់មនុស្សទាំងអស់នឹងផងដែរថាគាត់មិនត្រឹមតែចេះវេទមន្តប៉ុណ្ណោះទេគាត់ថែមទាំងចេះក្បាច់គុណថែមទៀតនោះក៏ដោយសារតែគាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវូហានក្នុងទីក្រុងតុងឈွန်គឺជាសាលាមួយក្នុងចំណោមសាលាទាំង10នៃតាស៊ីប្រាប់ទៅកាន់ពួកគេទៀតផងដែរថាគ្នារបស់គាត់នឹងមិនដល់ទីនេះបន្តិចទៀតនេះប្រាប់ពួកគេបន្ថែមថាពួកគេបញ្ញាប់ចោះចាញ់ភ្លាមទៅនោះប្រហែលជាអាចនឹងសម្រាប់ទោសបើសិនជាពួកគេប្រកបខ្លួនតាមសម្រួលមិនដូច្នេះទេទោសគឺមិនអាចសម្រាប់បានឡើយតែពួកគេទាំងនោះនៅតែអត់ខ្វល់រឿងចេះដដែលហើយអាមួយលោឡាជាងគេនឹងក៏បានប្រើធម្មពលជំនួយកម្លាំងទៅកាន់មេក្រុមរបស់គេដោយបន្ទាប់ពីទទួលបានកម្លាំងបន្ថែមមេក្រុមរបស់គេនឹងក៏បានសម្រុកចូលប្រើប្រាស់កណ្ដាប់ដៃភ្លើងមកកាន់ពីអ្នកនេះដូច្នេះហើយមន្ត្រីសម្ងាត់ម្នាក់នឹងក៏បានប្រើធម្មពលវេទមន្តទៅកោះរបស់គាត់វិប្រហាទៅវិញប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធភាពនោះទេ System ក៏បញ្ជាប្រាប់គាត់ផងដែរថាធម្មពលវេទមន្តរបស់គាត់នឹងថយចុះ 100% ក្នុងរយៈពេល10វិនាទីទៀតហើយសាច់រឿងនៃភាគទី11របស់យើងនេះវាក៏ត្រូវបានបញ្ចប់នៅត្រឹមនឹងដូចគ្នាចាប់ផ្ដើមឡើងនៅក្នុងភាគទី12នេះកំឡុងពេលដែលមេក្រុមពួកអស់នឹងវិប្រហាមកកាន់ពួកគេទាំងពីរនាក់អញ្ចឹងហើយមន្ត្រីប៉ូលីសសម្ងាត់ក៏បានប្រាប់ចាងស៊ឺឲ្យបញ្ញាប់ដកថយឬរត់គេចខ្លួនទៅតួគាត់ជាអ្នកការពារក៏និយាយបន្ថែមទៀតផងដែរថាពួកគេទាំងពីរនាក់នេះគឺមិនអាចទប់ទល់ជាមួយនឹងមេក្រុមរបស់ពួកគេដែលជាបុរសកណ្ដាប់ដៃភ្លើងបាននោះឡើយគាត់ក៏និយាយរៀងស្ដេចក្រៃបន្តិចផងដែរថាបើគាត់ដឹងបែបនេះគាត់គឺមិនមកម្នាក់ឯងនោះទេគាត់នឹងនាំគ្នារបស់គាត់មកដែរគាត់បិទភ្នែកត្រៀមទទួលនៅវិសនារបស់គាត់ទៅហើយប៉ុន្តែព្រាមនឹងអណ្ដាកឡាវ៉ាក៏បានចេញមករៀងការវិប្រហាពីបុរសកណ្ដាប់ដៃភ្លើងនោះធ្វើគាត់មានការភ្ញាក់ផ្អើលមកតង់ទៀតហើយបិសាចពីពីងពឺនៅលើខ្នងបិសាចនឹងវាក៏បានបាញ់សំណាញ់ចាប់ចងមកកាន់បុរសកណ្ដាប់ដៃភ្លើងនេះក៏ដោយសារតែការកោះហៅរបស់ចាងស៊ឺក៏បានប្រាប់មកកាន់មន្ត្រីប៉ូលីសសម្ងាត់នឹងថាឲ្យគាត់ទៅសម្រាប់ទៅសល់ប៉ុន្មានទៅឲ្យគេជាអ្នកចាត់ការតែមន្ត្រីសម្ងាត់មាននឹងគាត់ក៏បានសួរចាងស៊ឺថាគេគ្រាន់តែជាអ្នកថ្មីប៉ុណ្ណោះតើគេអាចចាត់ការបានដែរឬទេព្រោះតែបុរសកណ្ដាប់ដៃភ្លើងនោះគឺពិតជាខ្លាំងណាស់ចាងស៊ឺក៏តបមកវិញថាមិនអីនោះទេម្យ៉ាងមិនមែនជាគេដែលជាអ្នកទៅទប់ទល់ដោយផ្ទាល់នោះទេនិយាយរួចហើយគេក៏បានធ្វើការកោះហៅនៅបិសាចចចោះស្រមោលអមមកជាមួយនឹងផ្សែងអាប់ជាច្រើនផងដែរដោយបន្ទាប់ពីវត្តមានរបស់បិសាចចចោះស្រមោលលេច
ខ្លាំងមកធ្វើឲ្យក្រុមពួកអានោះមានការញាក់ប៉ៅរឿងផិតភ័យបន្តិចដែរតែមេក្រុមរបស់គេនឹងក៏បានស្ដីឲ្យមកកាន់គុកក្ររបស់ខ្លួនថាគ្រាន់តែជាបិសាចចចកកពេចកំពុកចាំបាច់ភ័យស្លន់ស្លោដល់ម្លឹងធ្វើស្អីតែចាស់ស៊ឺក៏បានតបមកសំដីគេវិញផងដែរថាកុំតន់បារម្ភអីក៏ព្រោះតែការក៏ហៅនៅបិសាចគឺមិនតាន់អស់នោះទេចាស់ស៊ឺក៏បានក៏ហៅបិសាចកង្កែបធានមកម្ដងទៀតឃើញការក៏ហៅបិសាចរបស់ចាស់ស៊ឺបែបនឹងក៏បានធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលាន់មាត់គ្រប់គ្នាតែម្ដងអ្នកខ្លះក៏លាន់មាត់ថាស្អីគេនឹងសំបីតែមេបិសាចនៅជាន់ទី1និងជាន់ទី2ក៏គេអាចធ្វើការក៏ហៅមកធ្វើជាកូនចៅរបស់គេបានដែរតែអាចដែរទេថាណាចាបិសាចជាន់ទី1ទី2នេះដូចជាមានការerror អ្វីមួយអ្នកខ្លះទៀតក៏បន្តផងដែរថាតើអាចថាអ្នកបាញ់ទ្រូមរះនេះកម្រិតទេពកោសល្យរបស់គេគឺស្ថិតនៅក្នុងរ៉ាំងដ៏ខ្ពស់ណាមួយឬក៏អត់អាចថាជារ៉ាំង S ឬក៏ខ្ពស់ជាងនេះឬខាងមនុស្សអាក្រក់ទាំងនោះវិញអាមួយលោឡាជាងគេនឹងចាប់ផ្ដើមភ័យហើយក៏ព្រោះតែការក៏ហៅរបស់ចាងស៊ឺគឺសុទ្ធសឹងតែជាមេបិសាចទាំងអស់តែអាមួយមេក្រុមរបស់ពួកគេនឹងក៏បានប្រាប់កុំឲ្យមានការផិតភ័យអីដាច់ខាតគឺទៅតែចាត់ការពួកគេឲ្យបានមិនអាចដល់លែងពួកគេបានទេក៏ព្រោះតែសកម្មភាពក៏ដូចជារឿងរ៉ាវរបស់ពួកគេទាំងអស់ត្រូវបានកត់ត្រាដោយពួកគេហើយមិនអាចឲ្យពួកគេចាស់ចេញបានឡើយបើមិនដូច្នេះទេពួកគេនឹងត្រូវមានបញ្ហាធំជាមិនខានហើយពួកគេក៏មិនអាចទទួលបានផ្លែផ្កាដែរសត្វបិសាចទាំងអស់តួគេគឺជាអ្នកចាត់ការរីឯពីអ្នកនោះវិញគេក៏បានប្រាប់ឲ្យកូនចៅរបស់គេដែលនៅសល់នឹងទៅចាត់ការឲ្យបានប្រាប់កូនចៅរបស់គេរួចហើយគេក៏បានសម្រុកចូលប្រើប្រាស់កណ្ដាប់ដៃភ្លើងរបស់គេទៅទប់ទល់ជាមួយនឹងកង្កែបធានក៏ដូចជាបិសាចចចោះស្រមោលផងដែររីឯចាងស៊ឺគេក៏និយាយឲ្យយើងបានដឹងផងដែរបើសិនជាពឹងទៅលើបិសាចកង្កែបធានវាមិនមែនជាដៃគូជាមួយនឹងបរោះដៃភ្លើងនោះឡើយប៉ុន្តែបើរួមគ្នាជាមួយនឹងបិសាចចចោះស្រមោលបន្ថែមទៀតច្បាស់ជាអាចមានភារយក្នុងការយកឈ្នះខាងបរោះកណ្ដាប់ដៃភ្លើងគេធ្វើការទប់ទល់ជាមួយនឹងបិសាចកង្កែបព្រមជាមួយនឹងបិសាចចចោះស្រមោលបណ្ដាទាំងទំនុកចិត្តនឹងឯងហើយបើយើងមើលទៅលើលទ្ធផលពីបិសាចកង្កែបព្រមជាមួយនឹងបិសាចចចោះវាកាន់តែអស់ឈាមតិចទៅហើយក៏ព្រោះតែគេដឹងពីចលនារបស់សត្វបិសាចទាំងពីរហើយដឹងពីរបៀបក្នុងការចាត់ការនឹងឯងចាងស៊ឺគេក៏បានដឹងអំពីរឿងនេះផងដែររត់តែដឹងទៀតថាបរោះកណ្ដាប់ដៃភ្លើងគេដឹងពីចំណុចខ្សោយរបស់បិសាចកង្កែបធានដូច្នេះគេនឹងធ្វើការវាយលុកជាមុនសិនគម្រោងការរបស់គេគឺប្រហែលជាធ្វើការចាត់ការទៅលើបិសាចកង្កែបធានជាមុនសិនរួចក៏នឹងធ្វើការចាត់ការមកកាន់បិសាចចចោះស្រមោលតាមក្រោយរីឯអាមួយដែលលោឡាជាងគេនោះក៏បាននិយាយមកកាន់ចាងស៊ឺប្រាប់ចាងស៊ឺថាកុំឲ្យចាងស៊ឺសប្បាយចិត្តខ្លាំងពេកក៏ព្រោះតែបិសាចកង្កែបធានគឺមកចាត់ការឬធ្វើអ្វីមកកាន់មេក្រុមរបស់គេបានឡើយហើយចាងស៊ឺដឹងដែរឬក៏អត់ថាមេក្រុមរបស់គេនេះគឺបានធ្វើការសម្លាប់ទៅកាន់បិសាចកង្កែបធានប្រមាណក្បាលហើយមេក្រុមរបស់គេនេះគឺអាចចាត់ការទៅកាន់បិសាចកង្កែបធានប្រៀបដូចជាកលាប់បាត់ដៃអញ្ចឹងមន្ត្រីសម្ងាត់ឯនេះវិញគាត់ក៏អាចនឹងទាយដឹងពីស្ថានភាពនៅពេលខាងមុខផងដែរគាត់ក៏បាននិយាយផងដែរថាចាងស៊ឺគេគឺជាមនុស្សល្អហើយបើទោះបីជាបិសាចកង្កែបធានរួមដៃគ្នាជាមួយនឹងបិសាចចចោះស្រមោលក៏មិនអាចធ្វើការទប់ទល់ជាមួយនឹងបុរសកណ្ដាប់ដៃភ្លើងនោះបានយូរដែរចំពោះចាងស៊ឺយើងវិញគេក៏គិតផងដែរថាបើនៅតែបែបនេះទៀតគឺវានឹងមានបញ្ហាជាមិនខានដូច្នេះហើយចាងស៊ឺក៏សម្រេចចិត្តដកយកនៅសន្លឹកយ័ន្តមួយនោះឡើងមកចំពោះសន្លឹកយ័ន្តនេះវាគឺអាចប្រើបានច្រើនមុខងារមិនត្រឹមតែអាចបំផ្ទុះពីចម្ងាយបាននោះទេវាថែមទាំងអាចយកមកបង្កើននៅកម្លាំងរបស់សត្វបិសាចថែមទៀតមន្ត្រីសម្ងាត់គាត់ក៏មានការភ្ញាក់ផ្អើលជាមួយនឹងសន្លឹកយ័ន្តនេះផងដែរគាត់ក៏ហៅវាថាសន្លឹកយ័ន្តចម្លែកសួរគេថាបានមកពីណាចាងស៊ឺមិនបានឆ្លើយតបនឹងគាត់ភ្លាមនោះទេប្រើវាដើម្បីបង្កើននៅកម្លាំងរបស់បិសាចចចោះស្រមោលមាននៅថ្នាំពៅហើយអញ្ចឹងបិសាចចចោះស្រមោលវាក៏បានពង្រីកនៅរូបរាងរបស់វាកាន់តែធំបន្ថែមទៀតហើយក៏ពោពេញទៅដោយកំហឹងនិងកម្លាំងផងដែរដោយបែបនេះក៏បានធ្វើឲ្យក្រុមអាមនុស្សអាក្រក់ទាំងអស់នោះចាប់ផ្ដើមផិតភ័យជាខ្លាំងបន្ថែមទៀតសូម្បីតែមេក្រុមគេនឹងដែលជាបុរសកណ្ដាប់ដៃភ្លើងក៏មានការភ័យបន្តិចផងដែរហើយក៏គិតថាចំពោះបិសាចកង្កែបធានគេប្រយុទ្ធស្ទើរតែអស់កម្លាំងទៅហើយចំណែកឯបិសាចចចោះស្រមោលនេះវាបែរជាបង្កើននៅកម្លាំងហើយពោពេញទៅដោយកំហឹងយ៉ាងខ្លាំងជាងមុនទ្វេដងគេគឺមិនអាចទប់ទល់សត្វទាំងពីរនេះក្នុងពេលតែមួយបាននោះឡើយជំរឿរបស់គេតែមួយគាត់គឺមានតែដកខ្លួននិងដកថយតែប៉ុណ្ណោះក៏ព្រោះតែវិរិយបុរសពិតប្រាកដគឺត្រូវតែរក្សានៅជីវិតឲ្យគង់ជាមុនសិនក៏រួចក៏បញ្ញាប់ហោះសម្រាប់ខ្លួនរត់គេចភ្លាមក៏ជាហេតុធ្វើឲ្យសាច់រឿងនៃភាគទី12របស់យើងនេះត្រូវបញ្ចប់នៅត្រឹមហ្នឹងចាប់ផ្ដើមឡើងនៅក្នុងភាគទី13នេះដោយចាងស៊ឺនៅពេលដែលឃើញនៅមេក្រុមរបស់ពួកគេនោះរត់គេចបែបនេះអញ្ចឹងក៏បានបញ្ជាបិសាចចចោះស្រមោលឲ្យចូលទៅចាត់ការបិសាចចចោះស្រមោលវាក៏បានប្រើប្រាស់នៅល្បឿនលឿនរបស់វាធ្វើការវិប្រហារចុះឡើងទៅលើមេក្រុមរបស់ពួកគេរហូតដល់មេក្រុមពួកគេមិនអាចតដៃបាននឹងបានលុតជង្គង់នៅដីជ្រុចតែម្ដងរួចក៏បានរលាយខ្លួនបាត់ពីទីតាំងហ្នឹងនៅនឹងកន្លែងភ្លាមបែបនេះក៏បានធ្វើឲ្យកូនចៅកពេចកពុករបស់
គេនឹងចាប់ផ្ដើមសោភ្នែកភ័យស្លន់ស្លោជាមួយនឹងចាងស៊ឺហើយព្រោះតែសំបីតែមេក្រុងរបស់ពួកគេដែលជាអ្នកខ្លាំងបំផុតក្នុងចំណោមក្រុមបីត្រូវបានចាងស៊ឺដែលជាបរិសុទ្ធឈុតខ្មៅនឹងសម្លាប់បានទៅវិញចឹងពួកគេមិននឹងអាចសមជាដៃគូរបស់បរិសុទ្ធឈុតខ្មៅនោះទៅព្យាយាមរត់ចាស់ចេញពីទីនឹងភ្លាមហើយចាងស៊ឺវិញក៏មិនតកាពួកគេរត់ដែរចឹងក៏បានវិជាបិសាចចោស្រមោលឲ្យចូលទៅចាត់ការពួកមនុស្សទាំងអស់នឹងភ្លាមនៅនឹងកន្លែងដូចគ្នាក៏និយាយទៀតផងដែរថានេះគេនឹងសងទៅកាន់ទង្វើរបស់គេដែលបានធ្វើភាពលោភលន់អំពើអាក្រក់របស់ពួកគេនឹងការដែលធ្វើបាបអ្នកទន់ខ្សោយពួកគេនឹងច្បាស់ជានឹងចង់ចាំអស់មួយជីវិតអំពីរឿងនេះនៅថ្ងៃនេះជាមិនខានមន្ត្រីសម្ងាត់នៅខាងក្រៅចាងស៊ឺវិញគាត់ក៏រៀងភ័យបន្តិចដែរនៅពេលដែលឃើញចាងស៊ឺបញ្ចេញកំហឹងចាត់ការទៅកាន់ពួកមនុស្សអាក្រក់ទាំងអស់នោះបែបហ្នឹងគាត់ក៏បន្ថែមទៀតផងដែរថាទេពកោសល្យរបស់បុរសឈុតខ្មៅដែលជាអ្នកប្រយុទ្ធពាក់កណ្ដាលបិសាចគឺគួរឲ្យខ្លាចពេកហើយបើគេមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលធ្វើការឲ្យរដ្ឋាភិបាលនោះទេច្បាស់ជានឹងមានគ្រោះមហន្តរាយនៅថ្ងៃខាងមុខជាមិនខានទន្ទឹមជាមួយនឹងគ្នាផងដែរនឹងគ្នារបស់មន្ត្រីសម្ងាត់ពួកគេក៏បានធ្វើដំណើរមកដល់ដូច្នេះហើយគាត់ក៏បានប្រាប់ចាងស៊ឺថាមិនចាំបាច់បារម្ភនោះទេគ្នារបស់គាត់គឺបានមកដល់ហើយអញ្ចឹងគាត់ច្បាស់ជាមិនឲ្យពួកមនុស្សទាំងអស់នោះរីកខ្លួននោះទេរួចយើងក៏បានឃើញពីសកម្មភាពគ្នារបស់មន្ត្រីសម្ងាត់ដេញចាប់មនុស្សអាក្រក់ដែលបំពានច្បាប់នៅក្នុងអាណាចក្របិសាចផងដែរបន្តមកទៀតចាងស៊ឺក៏បានមកពិនិត្យមើលកន្លែងដែលមនុស្សអាក្រក់ក៏ដូចជាអាមេក្រុមរបស់គេនឹងស្លាប់គេក៏បានឃើញនៅបើគ្រីស្តាល់ព្រលឹងជាច្រើនផងដែរ System ក៏បញ្ជាក់ប្រាប់គេថាបើគ្រីស្តាល់ព្រលឹងកម្រិតខ្ពស់មាន2បន្ទាប់ពីការស្លាប់របស់មនុស្សម្នាក់នោះគ្រីស្តាល់ព្រលឹង18កម្រិតមធ្យមនិងបើគ្រីស្តាល់ព្រលឹងកម្រិតទាប72គ្រាប់ថ្នាំបន្សាបឈាម2ដបលិខិតអញ្ជើញនិងសម្ភារៈចំនួន3បែបនេះចាងស៊ីក៏រៀងសប្បាយចិត្តបន្តិចផងដែរក៏ព្រោះតែបើគ្រីស្តាល់ព្រលឹងកម្រិតខ្ពស់ខ្លួនបានលុយច្រើនណាស់គេកាចោលគេឡើងក៏បានឃើញនៅសម្បត្តិអញ្ជើញមួយអញ្ចឹងក៏រៀងឆ្ងល់បន្តិចតែបែបនេះ System ក៏បញ្ជាក់ប្រាប់គេថាវាគឺជាសម្បត្តិអញ្ជើញដែលមរណៈគុណភាពភាគខាងលិចកម្រិត C ហើយតើតើអ្នកដែលស្ថិតនៅក្នុងកម្រិត A ទើបអាចចូលទៅតំបន់នោះបានបែបនេះចាងស៊ឺក៏នៅតែឆ្ងល់ទៀតអំពីដែនមរណៈឬដែនស្លាប់នេះប៉ុន្តែគេអត់ខ្វល់ច្រើននោះទេក៏ព្រោះតែគេមិនចាំបាច់ទៅកាន់ទីតាំងនឹងឡើយដូច្នេះគេក៏មិនចង់គិតទៀតដែរក៏មានតែគិតរឿងនេះនៅពេលក្រោយប៉ុណ្ណោះរួចគេក៏បានបញ្ញាស្រូបយកនៅបាគ្រីស្តាល់ព្រលឹងកម្រិតខ្ពស់ដើម្បីបង្កើននៅកម្លាំងក៏ដូចជាសមត្ថភាពទេពកោសល្យរបស់គេស្រូបរួចក៏បានបូកនៅល្បឿនរបស់គេថែមពីព្រមជាមួយនឹងកម្លាំងរបស់គេមួយបន្តមកទៀតមន្ត្រីប៉ូលីសសម្ងាត់គាត់ក៏បានធ្វើដំណើរមកកន្លែងចាងស៊ឺសរសើរចាងស៊ឺថាកិច្ចការដែលគេបានធ្វើក៏ពិតជាល្អខ្លាំងណាស់សួរចាងស៊ឺទៀតថាជាមួយនឹងកម្រិតក៏ដូចជាសមត្ថភាពទេពកោសល្យរបស់គេនេះតើគេចង់ចូលរួមជាមួយនឹងការិយាល័យរដ្ឋបាលដែរឬក៏អត់នោះគឺប្រៀបដូចជាការចូលរួមដើម្បីបម្រើដល់ប្រទេសជាតិរបស់ខ្លួនអញ្ចឹងហើយអត្ថប្រយោជន៍ដែលបន្ទាប់ពីចូលរួមជាមួយនឹងការិយាល័យគឺពិតជាល្អខ្លាំងណាស់ចាងស៊ឺក៏បានបដិសេធជាមួយនឹងគាត់តែម្ដងហើយក៏គិតក្នុងចិត្តថាគេគឺចង់សន្សំលុយដើម្បីព្យាបាលប្អូនស្រីរបស់គេជាមុនសិនម្យ៉ាងវិញទៀតគេគឺត្រូវតែលាក់អាត់កំបាំងពីកម្រិតទេពកោសល្យរបស់គេដែលមានសមត្ថភាពនៅក្នុងការកោះហៅបិសាចលើការបដិសេធរបស់ចាងស៊ឺបែបនេះមន្ត្រីសម្ងាត់ក៏កំតានថាអីដែរព្រោះតែមនុស្សម្នាក់គឺមានផ្លូវក៏ដូចជាជំរឿរៀងខ្លួនដើម្បីដែររួចហើយគាត់នៅលេខទំនាក់ទំនងទៅឲ្យចាងស៊ឺប្រាប់ចាងស៊ឺថាបើសិនជាគេគិតយល់ឬចង់ផ្លាស់ប្ដូរគំនិតអាចតតងមកគាត់បានបន្ទាប់ពីនិយាយគ្នារួចរាល់អស់ហើយចាងស៊ឺក៏បញ្ញាភ្លាមមន្ត្រីប៉ូលីសសម្ងាត់នឹងដើម្បីចូលដំណើរទៅកាណាណាចាក់បិសាចជាន់ទី3បន្តតែមន្ត្រីសម្ងាត់ក៏បានខាត់គេបន្តិចសិននិងបានប្រាប់គេក៏ដូចជាផ្ដាំដល់គេថាគេគឺត្រូវតែចងចាំមិនថាថ្ងៃអនាគតគេគឺមានអំណាចធម៌ពលខ្លាំងក្លាប៉ុណ្ណានោះទេប៉ុន្តែគេនៅតែជាអ្នកចម្បាំងអ្នកប្រយុទ្ធដែលមានសាច់ឈាមជាមនុស្សដែលរស់នៅនិងកើតនៅក្នុងទឹកដីតាស៊ីដូច្នេះហើយដាច់ខាតគេគឺកំលក់មនសិការរបស់គេបំផ្លាញនៅទឹកដីប្រទេសជាតិខ្លួនឯងដើម្បីតែផលប្រយោជន៍ចាងស៊ឺគេក៏បានតបមកវិញថាមិនអីនោះទេកុំបារម្ភអីខ្ញុំនឹងមិនមែនជាមនុស្សដែលលក់មនសិការឬមានមនសិការដែលទៅត្រូវឆ្កែស៊ីបាត់នោះទេដូច្នេះហើយខ្ញុំគឺមិនអាចបំផ្លាញឬធ្វើឲ្យទឹកដីរបស់ខ្លួនឯងបាត់បង់ដោយសារតែផលប្រយោជន៍របស់ខ្លួនឯងឡើយកាត់បណ្ដោះពេលដែលចាងស៊ឺបានឆ្លងចូលមកកាន់ជាន់ទី3នៃអាណាចក្របិសាចមកដល់ភ្លាមនឹងគេក៏មានការព្យាបាលបន្តិចផងដែរក៏ព្រោះតែជាន់កាន់តែខ្ពស់មនុស្សគឺកាន់តែតិចទៅហើយចំពោះសត្វបិសាចវិញវាក៏ច្បាស់ជានឹងកាន់តែខ្លាំងទៅផងដែរគ្រោះថ្នាក់ក៏កាន់តែច្រើនក៏មិនសូវមានសុវត្ថិភាពដែរដាច់ខាតចាងស៊ឺគេនឹងមិនអាចបថុយប្រឋានដោយការពីមុននោះឡើយអត់គិតច្រើនទៀតចាងស៊ឺក៏បានបើកមើលអំពីបញ្ជីរាយនាមឈ្មោះក៏ដូចជាព័ត៌មានទាក់ទងជាមួយនឹងសត្វបិសាចនៅក្នុងអាណាចក្របិសាចជាន់ទី3នេះបើកមើលភ្លាមចាងស៊ឺក៏ភ្ញាក់ផ្អើលតែម្ដងក៏ព្រោះតែនៅក្នុងអាណាចក្របិសាចជាន់ទី3នេះគឺលែងមានសត្វបិសាចទៀតហើយផ្ទុយទៅវិញគឺសម្បូរទៅដោយ Goblin ជាច្រើនហើយរូបរាងរបស់ពួកវាគឺស្រដៀងទៅនឹងមនុស្សទៅតាមជាមួយនឹងគ្នាផងដែរនឹងនាឡិកាក៏បញ្ជាក់ប្រាប់ចាងស៊ឺថាវាដល់ពេលដែលត្រូវគេចាក់ចេញពីអាណាចក្របិសាចទៅកាន់ពិភពខាងក្រៅហើយអញ្ចឹងហើយ System ក៏បញ្ជូនចាងស៊ឺមកខាងក្រៅវិញ
មកដល់ព្រាមនឹងចាងស៊ឺរៀងចម្លែកក្នុងចិត្តជាខ្លាំងក៏តែផ្ទះរបស់គេងងឹតជាខ្លាំងអត់បានបើកភ្លើងនឹងឯងហើយគេក៏ព្យាយាមគោះទ្វារទៅកាន់បន្ទប់បងស្រីរបស់គេផងដែរប៉ុន្តែអត់មានអ្នកឆ្លើយសោះអញ្ចឹងក៏បានបើកទ្វារចូលទៅមើលអត់ឃើញវត្តមានបងស្រីរបស់គេទៀតក៏ធ្វើឲ្យគេកាន់តែមានការព្រួយបារម្ភចំពោះបងស្រីរបស់គេខ្លាំងហើយព្រោះវាចម្លែកទៀតផងបងស្រីរបស់គេគឺមិនដែលមកផ្ទះយឺតដល់ថ្នាក់នឹងនោះទេគេក៏គិតទៀតផងដែរថាតើអាចថាបងស្រីរបស់គេស្នាក់នៅផ្ទះមិត្តភ័ក្តិរបស់នាងចាងផានឬក៏អត់ដកទូរស័ព្ទយកមកបំរុងនឹងតាក់ទងទៅកាន់បងស្រីរបស់គេប៉ុន្តែគេក៏បានឃើញថាទូរស័ព្ទរបស់គេនេះគឺមានការតាក់ទងមកកាន់គេចំនួន15ដងទៅហើយអញ្ចឹងគឺធ្វើឲ្យគេកាន់តែមានការផិតភ័យក៏ដូចជាព្រួយបារម្ភមកកាន់បងស្រីរបស់គេកាន់តែខ្លាំងទៀតហើយចុចខលទៅកាន់លេខនោះសារជាថ្មីប៉ុន្តែសាច់រឿងវាត្រូវបានបញ្ចប់នៅត្រឹមនឹងតែម្ដង